mà chẳng nhầm cái nào nhóm phải cũng hay đang chuẩn bị xu để cho room được này về ní ngày ní nhóm miền chỉ bật hai mũi chạy to nâng sum nê bị ao bình tú chừng giờ nắng đời xa nhómสังเกตឃើញជាយូរមកហើយក៏ធ្លាប់បង្ហាញសិស្សដែលធ្លាប់បង្រៀននឹងខ្លះដែរមកហើយក៏តនេពេកមើលទៅបានជានឹកឃើញក៏ចង់យកមកទៅចែកបង្ហាញដើម្បីឲ្យយល់អំពីដំណើរវិវត្តរបស់រឿងសំណេរឲ្យហ្នឹងខ្ញុំមិននិយាយអីច្រើនវែងឆ្ងាយពេកជុំវិញពីរឿងឲ្យទាំងអស់ទេប៉ុន្តែសំណេរពីរនេះដែលការវិវត្តនៃសំណេរហ្នឹងបានរុញច្រានយើងឲ្យចូលទៅក្នុងភាពភ័ន្តច្រឡំដែលអ្នកខ្លះភ័ន្តច្រឡំថាពីរហ្នឹងគឺផ្សេងគ្នាឲ្យទី2ដែលនៅលើនេះគឺខុសទី1ទៅត្រឹមត្រូវអីជាដើមរហូតដល់មានអ្នកដែលយកវចនានុក្រមបង្ហោះវចនានុក្រមហ្នឹងថតមកហើយកែពីសេចក្តីពន្យល់ឧទាហរណ៍ហើយនឹងកូនពាក្យនៅក្នុងវចនានុក្រមហ្នឹងកែពីឲ្យទី2នេះមកឲ្យទី1វិញដូចនៅក្នុងផ្ទៃខាងក្រោយនៃផ្ទាំងបទបង្ហាញហ្នឹងអញ្ចឹងរឿងហ្នឹងគឺជារឿងដែលជំរុញទឹកចិត្តខ្ញុំជាពីដើមមកតាំងពីដើមមកដើម្បីនិយាយរឿងហ្នឹងហើយក៏នឹកឃើញទៅទឹកចិត្តហ្នឹងវាពេលហ្នឹងវាដូចថាពុះកជ្រោលទៅរុញឲ្យនាំមានការរៀបចំជាបទបង្ហាញខ្លីនៅថ្ងៃនេះអញ្ចឹងបានដូចដែលខ្ញុំបានដាក់ form បំពេញដើម្បីចង់ដឹងថាតើជាយោបល់ជាការយល់ឃើញជាការចង់ដឹងជាមតិអីជាដើមហ្នឹងរបស់អ្នកដែលចាប់អារម្មណ៍ហ្នឹងមានអីខ្លះខ្ញុំសូមស្រង់មកពី form ហ្នឹងមកយើងមើលតិចទៅដើម្បីមើលជារួមដែរដឹងទស្សនៈជារួមទៅយើងអាចដឹងផ្លូវថាយើងគួរទៅណាទី1នោះគាត់ថាគ្រូខ្ញុំមិនឲ្យសរសេរឲ្យគាត់សរសេរឲ្យនេះដោយឲ្យកវត្តហ្នឹងមិនសរសេរទេគាត់ថាអក្សរខ្មែរមិនឲ្យសរសេរយកជើងដាក់លើក្បាលគាត់ថាខ្មែរប្រកាន់ក្បាលណាស់តំណឹងខ្ញុំមើលហើយដូចថាយើងគិតរឿងហ្នឹងដើម្បីពន្យល់ថាឲ្យកវត្តហ្នឹងគឺយកជើងហ្នឹងមកកវត្តលើក្បាលវាអត់សមបាទហើយយើងភ្លេចគិតចាស់ជើងរបាទជើងរជើងនៅក្រោមកវត្តមកលើក្បាលដូចគ្នាហ្នឹងយើងមានសរសេរអញ្ចឹងតែទី2ថាប្រើប្រាស់ក្នុងន័យដូចគ្នាគាត់សរសេរខុសគ្នាទី3ថាទស្សនៈពាក្យឲ្យដូចជាមិនមានអ្វីចម្លែកទេព្រោះអក្សរខ្មែររបស់យើងមានការវិវត្តពីសម័យកាលមួយទៅសម័យកាលមួយទៀតឥតឈប់ឈរដូច្នេះពាក្យនេះអ្វីត្បិតតែសរសេរខុសគ្នាមែនតែទំនងជាអត្ថន័យដូចគ្នាជាចម្ងល់ចង់សួរថាពាក្យទាំងពីរនេះចាប់ផ្ដើមមានការកត់ត្រាពីសម័យកាលណាមកហើយតបទៅគឺថាតកតងនឹងវចនានុក្រមអេឡិចត្រូនិកគឺឃើញសរសេរឲ្យដូចគ្នាប៉ុន្តែនៅក្នុងជាសភៅសម្ដេចជួនណាតសរសេរ2ហើយភាគច្រើននៅក្នុងសភៅសម្ដេចហ្នឹងគឺថាសរសេរឲ្យកវត្តហ្នឹងច្រើនជាងឲ្យពេញតួបាទហើយប៉ុន្តែបច្ចុប្បន្នឃើញសរសេរឲ្យពេញតួហ្នឹងច្រើនជាងឲ្យកវត្តហ្នឹងវិញជាយោបល់ថាគួរសរសេរឲ្យពេញតួជង្យហ្នឹងវារូបរាងស្អាតល្អជាងហើយមានលក្ខណៈឯកភាពហើយនឹងមានបទដ្ឋានរួមបាទតបទៅថាឃើញឲ្យពេញតួជើងយកហ្នឹងប្រើញឹកញាប់តែកន្លងមកគ្រូប្រាប់ថាកុំឲ្យសរសេរអសអោនឹងយកឲ្យសរសេរតែឲ្យនឹងតែម្យ៉ាង
ហើយគាត់ខ្លួនគាត់អ្នកដែលបាននេះហ្នឹងថាពេលដែលឃើញប្រើបណ្ដាញសង្គមហ្នឹងបានឃើញឲ្យកវត្តជាងយកនឹងអញ្ចឹងគាត់អត់ដឹងថាមួយណាត្រឹមត្រូវឬយ៉ាងម៉េចទេបាទមានមតិយោបល់ទៀតថាគ្រប់ពាក្យគ្មានខុសនោះទេប៉ុន្តែដោយសារចំនួនមុនការសរសេរពុំឯកភាពគ្នាបណ្ណាគារផ្សេងរមែងសរសេរកែសម្រួលខុសគ្នាទៅតាមការនិយមរបស់អ្នកនិពន្ធដូច្នេះការកែសម្រួលបោះពុំផ្សាយក្រោយមកសម្ដេចសង្ឃរាជជណាទ្រង់ពុំបានសរសេរឲ្យឬឲ្យនេះខុសទេគ្រាន់តែទ្រង់ជ្រើសរើសយកមួយមកសរសេរឲ្យមានការឯកភាពគ្នាប៉ុណ្ណោះចង់ដឹងចង់ឲ្យបានច្បាស់ពីការប្រើប្រាស់មេពាក្យនិងពាក្យនានាក្នុងវចនានុក្រមឲ្យបានច្បាស់ត្រឹមត្រូវជាដើមបាទមានខ្លះទៅក៏ថាដោយសារបញ្ហារឿងពុម្ពអក្សរពេលដែលយើងមាន Unicode អីទៅបានចេញរឿងពីរនឹងមកហើយមានជាចម្ងល់ថាហេតុអីបានមិនទៅសេអោស្រាក់ពេញតួហើយយកចាំបាច់ដាក់ជើងយកអីចឹងជាដើមចឹងទៅបាទធានបတ်រឿងនេះអានេះដូចខ្ញុំជម្រាបជូនគេជូនពីដើមតែចាំឃ្លានខ្វេចាំលើករឿងនឹងមកនិយាយបាទមានច្រើនទៀតចាំខ្ញុំផ្ញើជូនឬតម្លាក់ជូនបាទនេះមានមួយថាពាក់ព័ន្ធនឹងហ្វុនអក្សរបាទមានច្រើនដែរហើយមានមួយទៀតថាឲ្យពេញតួហ្នឹងជើងយកប្រើក្នុងន័យផ្សេងអោកវត្តជាងយកហ្នឹងក្នុងន័យផ្សេងទៀតមានដែរមាននិយាយចឹងដែរអ្វីដែលជាការសង្កេតរបស់ខ្ញុំកណាខ្ញុំរឿងទី1គឺយើងភ័ន្តច្រឡំ3ផ្សេងគ្នាមែនតើវាអាចមាន4 5ប៉ុន្តែមាន3ដែលយើងតែងតែច្រឡំគឺពាក្យសំណេរពាក្យហើយនិងអក្ខរាវិរុទ្ធពាក្យជាស្អីមួយដែលវាសម្គាល់បញ្ញត្តិមួយណាដូចពាក្យអំណោយអញ្ចឹងហ្នឹងពាក្យមួយហ្នឹងមានបញ្ញត្តិមួយហើយពាក្យមួយហ្នឹងវាអាចមានសំណេរពាក្យច្រើនបែបឧទាហរណ៍ដូចខ្ញុំដាក់ក្នុងនេះអញ្ចឹងសរសេរមួយណាក៏ពាក្យអំណោយដែរសំណេរទាំង4នេះគឺជាពាក្យតែមួយប៉ុន្តែមានសំណេរផ្សេងគ្នាឧទាហរណ៍ថាពាក្យអង់គ្លេសចោះអង់គ្លេស civilization អាមេរិកកាំងហើយនឹងអង់គ្លេសហ្នឹងវាអង់គ្លេសនៅអង់គ្លេសហ្នឹងវាទៅសេផ្សេងគ្នាអាមួយទៅសេ S អាមួយទៅសេ Z វាផ្សេងគ្នាអញ្ចឹងទៅប៉ុន្តែពាក្យតែមួយទេជាសំណេរពីរផ្សេងគ្នាតែពាក្យតែមួយដូចក្នុងនេះខ្ញុំដាក់សំណេរ4យ៉ាងនេះគឺពាក្យអំណោយតែមួយទេទៅសេណសអោយកក៏អំណោយសេណសអោក៏អំណោយសេត្រួតអមកជាងណសអោយកក៏អំណោយអមកជាងណសអោនឹងយកក៏អំណោយអាពីរខាងក្រោយនេះយើងប្រហែលជាមិនដែលឃើញតែទៅសេបានហើយចាញ់ទៅកើតបាទអាហ្នឹងជាសំណេររបស់ពាក្យមួយទៀតអក្ខរាវិរុទ្ធជាការកំណត់យកសំណេរណាមួយទុកថាជាសំណេរត្រឹមត្រូវឬជាសំណេរផ្លូវការដូចយើងសប្ងៃយើងថាអស្អំណស្អោនឹងយកជាសំណេរដែលត្រឹមត្រូវយោងតាមវចនានុក្រមខ្មែរដែលបោះពុំគ្រាទី5មកហើយតមកក្រោយមកទៀតយើងប្រើតាមនឹងចឹងទៅប៉ុន្តែកាលពីជំនាន់សាធារណរដ្ឋប្រជាមានិតកម្ពុជាគេនិយាយអំណោយហ្នឹងជំនាន់រដ្ឋកម្ពុជាឆ្នាំ89ហ្នឹងគេនិយាយចឹងហើយពេលនោះអាហ្នឹងគឺត្រឹមត្រូវអាហ្នឹងជាអក្ខរាវិរុទ្ធសម័យនោះអញ្ចឹងរបស់3យ៉ាងនេះគឺផ្សេងគ្នាអ្វីដែលជាប្រធានបទខ្ញុំលើកមកនេះជាពាក្យតែមួយទេតែមានសំណេរផ្សេងគ្នាអានេះគឺជាពាក្យតែមួយសំណេរផ្សេងគ្នាបាទបន្ទាប់មកខ្ញុំសូមបញ្យល់ជាសង្ខេបខ្លីៗថាជាអក្សររបស់យើងនេះយើងមានប្រភពចេញពីឥណ្ឌាភាគខាងត្បូងចេញពីអក្សរមួយឈ្មោះថា Brahmi ហ្នឹងវាមានតាំងពី
សតវត្សទី3មុនគ្រិស្តសករាជអីមកម្លេះតាំងពីរាជប្របាទអសោកអីណានៅទសប្របាទអសោកអីហ្នឹងគឺថាទៅសេជាប្រាំមីហ្នឹងហើយប៉ុន្តែខ្មែរយើងដែលប្រើមកនេះទឹមតែសតវត្សទី5ទី6អីបានមានអក្សរហ្នឹងមកប្រើនៅអាស៊ីអាគ្នេយ៍ក៏ដូចគ្នាអញ្ចឹងខុសគ្នាប្រមាណច្រើនឆ្នាំណា800ឆ្នាំឯដែរអញ្ចឹងអក្សរហ្នឹងវាមានការប្រែប្រួលនៅស្រុកឥណ្ឌារួចហើយប្រាំមីហ្នឹងមុននឹងពេលដែលចូលមកក្នុងស្រុកខ្មែរអញ្ចឹងដែលមានឥទ្ធិពលមកស្រុកខ្មែរហ្នឹងគឺនៅពេលដែលប្រាំមីហ្នឹងវាទៅរាជវង្សពលវៈចៅលុក្សៈអីទៅវាមានការវិវត្តទៅទម្រង់មួយផ្សេងហើយទម្រង់ហ្នឹងវាជះមកអាស៊ីអាគ្នេយ៍យើងជាពិសេសខ្មែរអញ្ចឹងទៅអញ្ចឹងដែលហៅថាឥណ្ឌាភាគខាងត្បូងហ្នឹងដោយសារនេះនៅផ្នែកខាងក្រោមហ្នឹងហើយពួកហ្នឹងវាងាយមកអាស៊ីអាគ្នេយ៍ណាពីពួកអីវានៅតាមមាត់សមុទ្របើពួកខាងជើងនេះពិបាកមកតាមផ្លូវគោកអីហ្នឹងរំមកដល់វារៀងឆ្ងាយវាមានឥទ្ធិពលពីឥណ្ឌាភាគខាងជើងឯដែរប៉ុន្តែមិនច្រើនដូចភាគខាងត្បូងទេអាហ្នឹងដោយសារកត្តាភូមិសាស្ត្រនិងកត្តាការធ្វើដំណើរមធ្យោបាយធ្វើដំណើរយើងមានសាលាចរិត2ដែលមានអាយុចាស់ទី1នេះគឺសាលាចរិតការ151នៅសម្បូរព្រៃគុកទៅសេនៅឆ្នាំ520នៃមហាសករាជគិតជាគ្រិស្តសករាជគឺថា598អានេះគឺទម្រង់ហ្នឹងទៅសេជាសំស្ក្រឹតដោយសារវាទៅសេជាសំស្ក្រឹតគេមិនសូវដែលលើកមកនិយាយអញ្ចឹងបានអ្នករៀនជាទូទៅស្គាល់សាលាចរិតការ600ការ600នេះគឺពីដើមកន្លែងដែលរកឃើញនេះគេហៅទួលសែលមុតហ្នឹងនៅទល់មុខវត្តជ្រោយទល់មុខនឹងសាលាស្រុកអង្គរបូរីហ្នឹងសម្ងាយវាទៅជាវត្តកនូហ្នឹងអញ្ចឹងគេហៅសាលាចរិតទួលវត្តកនូការ600ទៅសេនៅឆ្នាំ553មហាសករាជបើគុណនាទៅឃើញ612វាថ្ងៃ21ខែមករាឆ្នាំ612អានេះគេគិតថ្ងៃខែឆ្នាំលំអិតទៅឃើញអញ្ចឹងជាធម្មតាគេច្រើនតែនិយាយ611ដោយសារអីគេយក553បូក78គុតគេអត់គិតខែឆ្នាំខែថ្ងៃបាទបើគិតខែថ្ងៃវាចូលដើមឆ្នាំ612ដែលចង់បង្ហាញគឺថាទម្រង់ជាអត្ថបទហ្នឹងទៅសេអក្សរជាភាសាសំស្ក្រឹតក្តីមកនេះគឺថាជាភាសាខ្មែរក្តីហ្នឹងប្រើអក្សរដូចគ្នាខ្ញុំភ្លេចបញ្ជាក់ហេតុអីបានជាគេនិយាយតែការ600អានេះនៅក្នុង historiography គឺថាគេពឹងផ្អែកទៅលើឯកសារដើមរបស់ប្រទេសណាមួយប្រទេសខ្មែរត្រូវពឹងផ្អែកលើឯកសារដើមរបស់ខ្មែរភាសាខ្មែរអញ្ចឹងបានគេអត់យកអាភាសាសំស្ក្រឹតនេះជាគោលទេទោះបីនិយាយពីរឿងខ្មែរក៏ដោយគេយកអាខ្មែរជាភាសាខ្មែរជាគោលអញ្ចឹងបានគេតែងតែចាប់ផ្ដើមនិយាយអីតាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរកាលណានិយាយពីឯកសារសំណេរមានការបរិច្ឆេទគឺការ600នេះឯងហើយទម្រង់អក្សរទៅសេជាភាសាសំស្ក្រឹតក្តីទៅសេជាភាសាខ្មែរក្តីហ្នឹងគឺដូចគ្នាអានេះសំស្ក្រឹតអានេះខ្មែរសំស្ក្រឹតហ្នឹងគឺថាគេដកឃ្លាកដាលដូចជាកំណាព្យយើងសប្ងាយពីព្រោះនេះគេទៅសេជាអត្ថបទកំណាព្យសំស្ក្រឹតប្រើអក្សរដូចគ្នាប៉ុន្តែយើងមានលក្ខណៈមួយដែលគួរឲ្យកត់សម្គាល់ដែរអក្សរខ្មែរហ្នឹងមានលក្ខណៈគួរឲ្យកត់សម្គាល់ខ្មែរខ្លួនឯងហ្នឹងដូចជាព្យាយាមបែងចែកអត្ថបទផ្នែកសំស្ក្រឹតនិងអត្ថបទផ្នែកខ្មែរហ្នឹងផ្សេងគ្នាឧទាហរណ៍សាលាចរិតនេះមួយការ79នៅសារមន្ទីររាល់ថ្ងៃបាទអាចអ្នកណាទៅសារមន្ទីរអាចមើលឃើញហ្នឹងផ្នែកខាងលើនេះគឺថាមាន2 4 6បន្ទាត់ហ្នឹងជាភាសាសំស្ក្រឹតយើងឃើញសរសេរអក្សរធំមានដកឃ្លាអីជាងអត្ថបទផ្នែកភាសាខ្មែរអត្ថបទផ្នែកភាសាខ្មែរនៅសរសេរអក្សរតូចជាងអក្សរដូចគ្នាទេប៉ុន្តែគេរចនារំលេចផ្នែកអត្ថបទសំស្ក្រឹតហ្នឹងធំប្រើអក្សរធំជាងផ្នែកភាសាខ្មែរអាហ្នឹងដែលនាំឲ្យអក្សរខ្មែរហ្នឹងប្លែកពីអក្សរដតីដែលទទួលឥទ្ធិពលពីឥណ្ឌាចាំមើលតើទៅមុខទៅវាប្លែកយ៉ាងម៉េចអញ្ចឹងសាលាចរិតនេះការ12 14
ឃើញចឹងដែរអានេះសំស្ក្រឹតហ្នឹងទៅសេអសធំជាងដល់មកផ្នែកភាសាខ្មែរចាប់ផ្ដើមតូចហើយធម្មតាអត់លេង still អត់លេងអីដូចផ្នែកសំស្ក្រឹតទេផ្នែកសំស្ក្រឹតហ្នឹងលេងជើងលេងអីវាវែងកវត្តអីវែងជាងយើងឃើញអញ្ចឹងក៏ពិតមែនក៏វាមានសាលាចរិតខ្លះទៀតគេអត់បានធ្វើអីឲ្យវាខុសប្លែកគ្នាទេដូចនៅខាងនេះការ44អានេះ1 2 3 4 5បន្ទាត់នេះទៅសេជាសំស្ក្រឹតហើយចាប់ពីត្រឹមនេះទៅសេជាខ្មែរគឺគេប្រើទម្រង់អក្សរលក្ខណៈអីដូចគ្នាអញ្ចឹងវាមានការព្យាយាមធ្វើឲ្យខុសប្លែកគ្នាផងនិងធ្វើទៅធម្មតាផងហ្នឹងគឺថាយើងសម័យមុនអង្គរហ្នឹងគឺយើងទទួលអក្សរពីឥណ្ឌាភាគខាងត្បូងមកប្រើអញ្ចឹងទៅហើយយើងខ្លួនយើងហ្នឹងយើងអត់ដែលមានព័ត៌មានថាអូអក្សរខ្មែរសម័យមុនអង្គរហ្នឹងហៅថាអក្សរអីអត់មានទេអបលវៈចាស់លោកខ្ចាក់អីនេះគឺថាជាការសន្និដ្ឋានតាមរយៈការប្រៀបធៀបរបស់អ្នកស្រាវជ្រាវទៅនឹងអក្សរនៅឥណ្ឌាជាផុសតាងខ្លួនយើងអត់ដែលមានថាអក្សរហ្នឹងឈ្មោះអីអត់មានទេរហូតមកដល់ចូលសម័យអង្គររាជព្រះបាទជ័យទី2ជ័យទី3ស្រុកកំពុងតែពង្រួមអីចឹងទៅគឺថាលោកវុលកិច្ចការអស់ហ្នឹងអត់សូវជាទូទៅគឺអត់ឃើញមានសាលាចរិតណានិយាយនៅក្នុងសម័យហ្នឹងជាសហសម័យពេលហ្នឹងណាអត់មានទេមានតិចតួចអីតាមរយៈរឿងសន្និដ្ឋានថាអាចនៅក្នុងរាជហ្នឹងតែឲ្យច្បាស់លាស់តែហ្មងគឺអត់មានទេរហូតមកដល់រាជបន្ទាប់ទៅគឺអិនទី1ហើយយសោទី1អានឹងបានចាប់ផ្ដើមច្បាស់លាស់នៅពេលហ្នឹងហើយដែលខ្មែរចាប់ផ្ដើមកែប្រែតួអក្សរជាទម្រង់តួអក្សរពីសម័យមុនអង្គរហ្នឹងមកជាអក្សរប្លែកពីមុនដែលឈរលើមូលដ្ឋានមុនប្លែកហើយឈរលើមូលដ្ឋានមុននឹងដដែលទេគាត់បដូរជាទម្រង់គឺចាប់ពីរាជព្រះបាទអិនទី1ហ្នឹងមកដល់ទៅពេលនៅក្នុងរាជរបស់បុត្រព្រះអង្គយសោទី1នេះតែងតែមានសាលាចរិតហើយទៅសេបញ្ជាក់ថានេះស្លោកនេះគឺមន្តសរសេរនៅកម្ពុជាសគឺអត្ថបទហ្នឹងទៅសេជាកម្ពុជាសដូចតែបានឃើញនៅក្នុងនេះអញ្ចឹងអាហ្នឹងគឺជាទម្រង់កម្ពុជាសមានលក្ខណៈមូលស្ទើរមូលដ្ឋានសំខាន់គឺថាមូលសម័យមុនអង្គរនេះវាមិនមូលទេណាមកដល់សម័យអង្គរដែលយើងបង្កើតហ្នឹងមានលក្ខណៈស្ទើរមូលសូម្បីតែស្អេក៏រៀងមូលសកនេះក៏រៀងមូលអសកហ្នឹងក៏ផ្អែកលើមូលដ្ឋានមូលជាសំខាន់ដែរហើយដល់ពេលបើខាងមនខាងភូមិអីសប្ងៃអាហ្នឹងទៅមូលមែនតែនម្ដងហ្នឹងទៅឃើញពេលខ្លះគេឆ្លាក់លើស៊ីម៉ង់នេះគេយកពងទីបហ្នឹងបាទធ្វើជាគោលសម្រាប់យកទៅសេអក្សរគេបេសលើមូលដ្ឋានមូលហ្នឹងអញ្ចឹងយើងតើតែមកដល់ចុងសតវត្សទី9ដល់សតវត្សទី10ហ្នឹងបានមានទម្រង់តួអក្សរដែលយើងហៅថាកម្ពុជាសជាអក្សររបស់កម្ពុជាដូចជាការប្រកាសការបញ្ជាក់ថានឹងអក្សរខ្មែរហើយលក្ខណៈនេះគឺថានៅស្រុកដទៃនៅអាស៊ីអាគ្នេយ៍ហ្នឹងអត់មានទេមានឃើញតែខ្មែរមួយទេដែលនិយាយអះអាងប្រាប់ខ្លួនឯងអញ្ចឹងក្នុងសាលាហ្នឹងហើយយើងគាត់តែប្រែមកជាពាក្យខ្មែរថាអក្សរខ្មែរកម្ពុជាសឬអក្សរខ្មែរយើងប្រើអាហ្នឹងរហូតមកដល់រាល់ថ្ងៃហើយនៅក្នុងសម័យហ្នឹងសម័យព្រះបាទយសោទី1យើងមានឃើញលក្ខណៈពិសេសមួយគឺគេហៅថាសាលាចរិត digraphy ទ្វេអក្សរអត្ថបទដូចគ្នាប៉ុន្តែម្ខាងទៅសេជាកម្ពុជាសម្ខាងទៀតជាអក្សររបៀបនេះដោយអក្សរ Devanagari អញ្ចឹងសប្ងៃនៅឥណ្ឌាគេហៅ Systematica ដូចគ្នាអញ្ចឹងអត្ថបទហ្នឹងហើយក្នុងសាលាចរិតតែងតែលើកតម្កើងយើងថាអួតណាពីប្របាទយសោទី1ថាព្រះអង្គមានចំណេះដឹងខុសពីស្ដេចមុនដែលថាលើកតសើថាជាស្ដេចចម្បាំងស្ដេចអីចឹងណាវាស្ដាយឲ្យឃើញថាស្រុកនៅពេលហ្នឹងវាមកដល់សម័យហ្នឹងវាសុខសាន្តត្រាណហើយអញ្ចឹងគេអួតចំណេះដឹងអួតអីចឹងទៅហើយថាព្រះអង្គចេះកូពីអីផ្សេងព្រះអង្គទៅសេវេយ្យាករណ៍ព្រះអង្គចេះអក្សរច្រើនប្រភេទ
ấy khơi chia chẹt đáy chẳng đôi thà anh ấy admin chia phải giao ấy sao sầm rạpនឹងប្រើជាទូទៅប៉ុន្តែគេយកមកចាយកមកទៅសេដើម្បីបង្ហាញអំពីចំណេះដឹងផ្នែកអក្សររបស់ប្របាទយសោនឹងនៅពេលដែលប្រើកម្ពុជាអក្សរនាពេលដំបូងហ្នឹងអក្សរមានតម្រង់តែមួយតម្រង់ទេតែម្យ៉ាងទេគឺមានលក្ខណៈស្ទើរមូលនេះខ្ញុំមើលលឿនហ្នឹងទៅគឺថាស្ទើរមូលវាឲ្យថាជាមូលមិនមូលទាំងអស់ទេប៉ុន្តែវាស្ទើរតែមូលទាំងអស់ដែរអក្សរមួយចំនួនដូចម្ដុំនេះយើងឃើញសិតតែមូលសំបីតែជើងហ្នឹងក៏មូលអញ្ចឹងទៅដល់ទៅពេលមកដល់រវាងទសវត្សរ៍ទី3នៃសតវត្សរ៍ទី10បានលេចរូបរាងអក្សរមួយប្រភេទដែលយើងរងថ្ងៃយើងថាអក្សរច្រៀងឬក៏អក្សរខ្វៀកហ្នឹងចេញមកយើងពិនិត្យសង្កេតទៅអក្សរមូលមានលក្ខណៈផ្ចិតផ្ចង់ហើយអក្សរខ្វៀកហ្នឹងប្រហែលជាយកលំនាំតាមអក្សរដៃដែលយើងទៅសេដៃណាយើងមិនដឹងច្បាស់ថាសម័យនោះវាមានប៊ិចនឹងទៅអត់ទេវាមានខ្មៅដៃធម្មតាទេយើងមានតំណែងមួយចិនផលិតกระดาษមានខ្មៅដៃមានអីជារឿងធម្មតាដែររឿងសត្រាមាននៅក្នុងសាលាចរិតនិយាយដែរប៉ុន្តែចង់ថាសត្រាប្រើដៃចាអញ្ចឹងការចាខ្វៀកពិបាកវិញទេបើសិនជាចាលើសត្រាខ្វៀកពិបាកបើសេលើกระดาษអាហ្នឹងខ្វៀកងាយពីព្រោះយើងទៅសេទៅយើងអូសដៃដោយមិនដកដៃទៅវាងាយនឹងខ្វៀកហ្នឹងណាហើយករណីខ្លះគេប្រើអក្សរមូលហ្នឹងសម្រាប់អត្ថបទសំស្ក្រឹតដែលហៅអក្សរមូលហ្នឹងក្រោយមកទៅពេលខ្លះវាអត់មូលវាទៅជាស្ទើជ្រុងចេញពីមូលទៅវាស្ទើមូលស្ទើជ្រុងហើយក្រោយទៅទៀតទៅស្ទើតែជ្រុងតែហ្មងតែយើងហៅឈ្មោះថាអក្សរមូលដូចគ្នាអញ្ចឹងទៅវាមានមូលដ្ឋានចេញពីអក្សរមូលអញ្ចឹងអក្សរប្រភេទហ្នឹងគេយកទៅប្រើសម្រាប់អត្ថបទសំស្ក្រឹតពេលខ្លះករណីខ្លះប៉ុន្តែវាមិនទូទៅអក្សរខ្វៀកបាទសុំតិចបាទអក្សរខ្វៀកហ្នឹងគឺថាគេយកមកប្រើខាងផ្នែកសំស្ក្រឹតវិញសុំទោសផ្ញើមកប្រើផ្នែកអត្ថបទខ្មែរវិញប៉ុន្តែវាអត់ទៀងជាបែបហ្នឹងទេពេលខ្លះគេសរសេរអត្ថបទសំស្ក្រឹតជាអក្សរខ្វៀកហ្នឹងក៏មានហើយគេសរសេរអត្ថបទអក្សរខ្មែរហ្នឹងជាអក្សរមូលហ្នឹងទាំងអស់ក៏មានអញ្ចឹងមានន័យថាវាលេចឡើងវាអត់ច្បាស់ទេគ្រាន់ថាបើយើងអាចសង្កេតភាពខុសប្លែកគ្នាមួយចំនួនយើងអាចថាអញ្ចឹងដែរថាមូលហ្នឹងគេយកមកប្រើផ្នែកសំស្ក្រឹតខណៈពេលដែលក្នុងអត្ថបទតែមួយហ្នឹងគេប្រើអក្សរខ្វៀកឬអក្សរច្រៀងហ្នឹងសម្រាប់អត្ថបទខ្មែរដូចអានេះគឺថាជាកម្ពុជាសរដំបូងមកហ្នឹងណាអញ្ចឹងវាសរសេរទៅអញ្ចឹងទាំងអស់ជាសំស្ក្រឹតនេះសាលាចរិតនេះទៅសេឆ្នាំ856មហាសករាជ856យើងចង់ដឹងគ្រិស្តសករាជបូក78ទៅឃើញហើយវានៅពាក់កណ្ដាលនៅរវាងទសវត្សរ៍ទី3បាទនៃសតវត្សរ៍ទី10ចាប់ផ្ដើមចេញអក្សរខ្វៀករបៀបហ្នឹងខ្វៀករបៀបហ្នឹងគឺថាតួនេះរាងមូលប៉ុន្តែសក់របស់វាទៅជាត្រង់ហើយមានលក្ខណៈច្រៀងផ្ដេកមកខាងស្ដាំដៃដោយអក្សរច្រៀងរបស់យើងដែរបើនៅខាងស្រុកចាមឃើញគេច្រៀងដែរប៉ុន្តែគេផ្ដេកមកឆ្វេងខុសប្លែកគ្នាចាស់ចាប់ផ្ដើមចេញទម្រង់នឹងមកហើយអានេះឆ្នាំ859អានេះរកឃើញនៅស្ដុកកក់ធំវាខុសប្លែកពីអាមុនគឺថាសក់អីវាត្រង់អាមុនសក់វារៀងគួចហើយមូលក៏មិនមូលចំឲ្យដូចកម្ពុជាសរនឹងដែរមាន
កវិសមានកវត្តអីរៀងមកត្រង់ឧទាហរណ៍ថាទៅនេះស្អៃអញ្ចឹងមកត្រង់ចេះទាំងស្អៃកម្ពុជាសហ្នឹងមូលគួចមូលហ្មងអញ្ចឹងវាចាប់ផ្ដើមចេញទម្រង់ហ្នឹងបាទអានេះផ្នែកខ្មែរក៏មានលក្ខណៈច្រៀងអានេះសំស្ក្រឹតក៏ទៅសេច្រៀងអញ្ចឹងចាប់ផ្ដើមចេញមកដូចជាមានពីរទម្រង់បាទអាខាងនេះគឺថាច្រៀងឬក៏ខ្វៀកហ្នឹងអានេះគឺថាមានអក្សរមូលហើយមានមួយផ្នែកហ្នឹងសេខ្វៀកក្នុងហ្នឹងដែរចាប់ផ្ដើមចេញឃើញពីរសម័យមុនក៏គេចាប់ផ្ដើមយើងឃើញថាទម្រង់អក្សរតែមួយទេប៉ុន្តែគេបរិច្ដូចយើងរងថ្ងៃថាបរិច្ហ្វុនឲ្យធំសម្រាប់សំស្ក្រឹតហើយនឹងធម្មតាសម្រាប់ខ្មែរឥឡូវចាប់ផ្ដើមឃើញចេញជាពីរលក្ខណៈអក្សរនេះសាលាចរិតភូមិដានៅខាងកំពង់លែងមកពីកំពង់លែងនៅកំពង់ឆ្នាំងនេះផ្នែកនេះទៅជាសំស្ក្រឹតពីបន្ទាត់នេះសំស្ក្រឹតទៀតចាប់ពីត្រឹមនេះមកខ្មែរប្រើអក្សរច្រៀងគេរចនាអត្ថបទហ្នឹងប្រើប្រាស់អក្សរខ្មែរតែមួយហ្នឹងប៉ុន្តែក្នុងទម្រង់ពីរអញ្ចឹងយើងឃើញថាអក្សរខ្មែរចាប់ផ្ដើមមានពីរទម្រង់យ៉ាងហោចណាស់ពីដើមសតវត្សទី10ពីទសវត្សទី3នៃសតវត្សទី10មកចាប់ផ្ដើមឃើញអញ្ចឹងហើយការដែលប្រើប្រាស់ហ្នឹងវាមិនទៀងទេទោះបីជាពេលខ្លះដែលនេះសាលាចរិតស្រុកកក់ធំអញ្ចឹងពេលខ្លះផ្នែកសំស្ក្រឹតគឺគេប្រើអក្សរផ្ចិតផ្ចង់អក្សរមូលមកដល់នេះវាស្ទើរមូលស្ទើរជ្រុងប៉ុន្តែដល់ទៅពេលចាយូរទៅអាសំស្ក្រឹតហ្នឹងក៏ប្រើអក្សរច្រៀងរហូតមកដល់ផ្នែកអត្ថបទភាសាខ្មែរហ្នឹងគឺប្រើច្រៀងសុទ្ធតែហ្មងប្រើច្រៀងសុទ្ធទោះបីជាវាមិនទៀងទាត់អីយ៉ាងម៉េចក៏ដោយអ្វីដែលខ្ញុំចង់បង្ហាញនេះគឺថាអក្សរខ្មែរមានពីរទម្រង់ទម្រង់មូលនិងច្រៀងផ្ចិតផ្ចង់និងខ្វៀកអានេះសាលាចរិតនៅភ្នំជីសូសំស្ក្រឹតហើយនឹងខ្មែរទៅសេដូចគ្នាអានេះសរសេរខ្វៀកបាទអានេះសេរៀងច្រៀងខ្វៀកអញ្ចឹងទៅសំស្ក្រឹតហើយខ្មែរប្រើដូចតែគ្នាវាអត់ទៀងទេអាស្រ័យទៅលើការរចនាអត្ថបទនេះគឺអក្សរនៅក្នុងរាជប្របាទជ័យវន្ទទី7មកលក្ខណៈស្ទើរតែជ្រុងអញ្ចឹងវាវិវត្តពីមូលមកស្ទើរមូលស្ទើរជ្រុងមកដល់នេះស្ទើរជ្រុងហ្មងជាទូទៅគេឃើញអក្សរជ្រុងរបៀបហ្នឹងគេដឹងហ្មងថាជ័យវន្ទទី7ឬមុននឹងតិចក្រោយនឹងតិចជ័យវន្ទទី7ជាគោលធំសំខាន់ណាប៉ុន្តែអត្ថបទដែលទៅសេជាផ្លូវការអីក្នុងរាជរបស់ព្រះអង្គច្រើនអញ្ចឹងដល់ទៅពេលនេះខាងក្រោមនេះក្នុងរាជរបស់ព្រះអង្គដូចគ្នាប៉ុន្តែរកឃើញនៅតាមការដ្ឋានថ្មយកថ្មនៅតំបន់ក្បែរបេងមីលានោះនៅជើងភ្នំកលែនហ្នឹងមានលក្ខណៈអញ្ចឹងឯសក់នេះត្រង់មានលក្ខណៈជាអក្សរច្រៀងអក្សរដៃមានថាទម្រង់នេះទម្រង់ដែលប្រើប្រាស់ជាធម្មតាអានេះប្រើជាផ្លូវការសាលាចរិតរបស់ព្រះអង្គតាក់ទងស្ដេចអីទាំងអស់នៅក្នុងរាជរបស់ព្រះអង្គគឺអញ្ចឹងអ្នកស្រុកអីចេះនេះសាលាចរិតមួយនៅកចេះក្នុងរាជរបស់ព្រះអង្គដែរកចេះនៅតំបន់វាឆ្ងាយដែរណាប្រើអក្សរច្រៀងដែរដោយសារជាអត្ថបទរបស់អ្នកស្រុកនៅខាងហ្នឹងនេះសាលាចរិតដែលទៅសេនៅលើវត្ថុមួយដែលគេថ្វាយទៅអរុកសាលានៅអវធបុរៈគឺប្រើទម្រង់អក្សររៀងជ្រុងហ្នឹងតែដល់ពេលធម្មតាទៅសេនៅលើលោហៈចេះវារៀងពិបាកទៅវាកន្លែងខ្លះទៅរៀងមូលអីតិចស្ទើរមូលអីតិចដែរតែជាទម្រង់របស់ស្ដេចណាគឺថាជាព្រះជំនូនព្រះបាទកម្រដែងអញស្រីជ័យវរ្មទេវៈរបស់ព្រះបាទជ័យវន្ទទី7ហ្នឹងថ្វាយទៅអរុកសាលានៅនឹងទីពេទ្យនៅនឹងសម្ងាយគេទុកនៅសារមន្ទីរប្រជាបុរីដោយសារគេរកឃើញក្នុងដីថៃណាអានេះដូចគ្នារកឃើញនៅកន្លែងជាមួយគ្នាហ្នឹងរបស់មន្ត្រីឈ្មោះព្រះកម្រដែងអញស្រីវរេនទ្រាធិបតីរបស់មន្ត្រីប្រើអក្សរនេះវិញស្ដេចប្រើអក្សរជ្រុងរបស់មន្ត្រីប្រើអក្សរច្រៀងខ្វៀកចាប់ផ្ដើមឃើញការប្រើប្រាស់ពីរផ្សេងគ្នា
នៅតម្រង់តួអក្សរហ្នឹងណាអានេះខ្ញុំលោតមកដល់សម័យកណ្ដាលនេះសាលាចរិតនៅអង្គរវត្តយើងចាប់ផ្ដើមចេញតម្រង់តួអក្សរថ្មីវាមិនមែនមូលវាមិនមែនជ្រុងវាទៅរៀងដូចថាពហុកោណអញ្ចឹងណាអានេះជាតម្រង់ផ្ចិតផ្ចង់ហើយក៏មានអាតម្រង់ខ្វៀកដែរនេះអានេះខ្វៀកសេខ្វៀកអត់ផ្ចិតផ្ចង់ដែរនេះទេហើយក្នុងនោះមានពាក្យឲ្យដែរណានេះពុំឲ្យដឹងឡើយឲ្យស្អីអញ្ចឹងទៅឲ្យគេសេអោពេញតួហើយយកបន្ទាប់អញ្ចឹងទៅអានេះសាលាចរិតនៅប្រាសាទវត្តអទ្វាមានតាយាយ2នាក់ឈ្មោះតាសុកហើយយាយខៀវគាត់ថ្វាយដីគាត់ប្រគេនដីស្រែរបស់គាត់ហ្នឹងទៅវត្តណានេះយើងឃើញពាក្យឲ្យណានេះឲ្យខ្ញុំគេសេអោពេញតួអញ្ចឹងទៅហើយយើងយកទៅជារបៀបអក្សរមូលមកដល់ខាងនេះជារបៀបអក្សរដៃអក្សរច្រៀងគេប្រើឲ្យយ៉ាងណានេះឲ្យហ្នឹងគឺអោពេញតួមានសក់យ៉ាងមកហើយយើងយកទៅនេះដូចគ្នាណាឃើញឲ្យអញ្ចឹងដូចគ្នាពេលហ្នឹងគឺថាយើងឃើញដែរថាទម្រង់អក្សរមូលក្តីអក្សរច្រៀងក្តីគឺអត់មានអក្សរខ្វិអីដោយសារអីធម្មតាខ្ញុំនៅតែយល់ថាការដែលសរសេរលើกระดาษហើយនឹងនៅលើថ្មវាខុសគ្នាណាទោះបីជាប្រើទម្រង់អក្សរដៃប៉ុន្តែធម្មតាយើងទៅគូសផ្ចិតផ្ចង់មុននឹងចាអញ្ចឹងវាឃើញទម្រង់ដូចគ្នាខណៈពេលដែលសាលាចរិតនៅនឹងដដែលដូចគ្នានឹងនៅប្រាសាទវត្តអទ្វាតែហ្មងដែលតសេជាអក្សរមូលហ្នឹងអាផ្សេងអីទៅធម្មតាស្រាប់តែឲ្យហ្នឹងនេះបាទស្រាប់តែឲ្យហ្នឹងមានទម្រង់ខ្វៀកនេះសូមឲ្យคลายរលាយជាអហោសិកម្មតែឲ្យនេះភ្លេចយកដូចក្មេងៗឥឡូវតែសេអោកវត្តហ្នឹងថាអានឹងអានថាឲ្យកន្លែងណាទៀតដូចគ្នានេះដែរនេះឲ្យអញបានណាគឺថាខ្វៀកអញ្ចឹងប៉ុន្តែមែនតើគាត់ភ្លេចយកហេតុអីបានដឹងភ្លេចយកតែគាត់ទៅសេត្រូវមកនៅក្រោមនេះនេះឲ្យអញបានទម្លាក់នេះឃើញឲ្យកវត្តហ្នឹងខ្វៀកហ្នឹងជាមួយយកអញ្ចឹងការលិចចេញអាទម្រង់ខ្វៀកហ្នឹងគឺនៅប្រហែលជាក្នុងសាលាចរិតនេះមកសតវត្សទី17អីមកណាចេញពីនឹងមកចាប់ផ្ដើមមានពេលខ្លះមានពេលខ្លះអត់វាអត់ទៀងណាពេលខ្លះមានពេលខ្លះអត់ហើយបើយើងលោតមកមើលនៅក្នុងសត្រាជាទូទៅក្នុងសត្រាកាលណាប្រើអក្សរមូលរបៀបនេះគឺមិនដែលឃើញប្រើអក្សរខ្វៀកហ្នឹងទេណាបាទអញ្ចឹងអានេះក្បួនរៀនអក្សរណាសិទ្ធធាំងអាអេអីអុកឪឬលឺអាយអៃអោអៅអាំអាស់អាំអមអាំអាស់ណានេះអោឪអានេះឪណាឪអោអានេះឪអុកឪឬលឺអាយអៃអោអៅអញ្ចឹងគឺច្បាស់តែអញ្ចឹងក្នុងសត្រាតែមួយហ្នឹងវាមានច្បាប់អីផ្សេងក្នុងហ្នឹងមានច្បាប់ក្រមនេះគឺច្បាប់ក្រមប្រសើរឧត្តមទូមានអ្នកផងអញ្ចឹងណាចូលធ្វើឲ្យត្រង់ដោយនៅបន្ទាត់ឃើញឲ្យរបស់គាត់ទៅប្រើទម្រង់ឲ្យតែប្រើអក្សរមូលហ្នឹងជាអក្សរផ្ចិតផ្ចង់ការចាអីផ្ចិតផ្ចង់គឺគេមិនប្រើកវត្តទេជាទូទៅតែវាមានអាមិនទូទៅដែរអញ្ចឹងជំលោតផុតពីរឿងលើថ្មលើសត្រាការចាលើថ្មលើសត្រាជាការតែចាភាគច្រើនមានលក្ខណៈផ្ចិតផ្ចង់ធម្មតាចាមិនមែនទៅគូសខ្វោកហ្នឹងអញ្ចឹងបាទវាមានរឿងដែលចេញពីលើថ្មលើសត្រាទៅលើกระดาษហើយពេលហ្នឹងក៏វាមានរឿងចេញពីការសរសេរលើกระดาษហ្នឹងត្រឡប់ទៅលើថ្មលើសត្រាវិញដែរអានេះខ្ញុំលើកករណីមួយពីក្បួនប្រអប់ប្រកម្មដ្ឋាននៅវត្តធិបតីនៅសៀមរាបធិបតីបាទ
ក្នុងអត្ថបទហ្នឹងគេទៅសេមានអក្សរមូលហើយនិងអក្សរច្រៀងមានមូលមានច្រៀងណាអញ្ចឹងយើងឃើញនៅពេលដែលសរសេរជាអក្សរមូលគេប្រើអោហ្នឹងច្បាស់លាស់តួច្បាស់លាស់ដាក់ជើងយកទៅនេះឲ្យដល់ទៅពេលអក្សរច្រៀងលោកដណ្ដឹងហើយបង្គាប់ថាឲ្យស្អីចឹងទៅឲ្យគាត់ជាអក្សរច្រៀងស្រដីឲ្យត្រង់ដោយនៅកន្លងធម៌អានេះមិនកន្លងណាកន្លងគាត់ទៅសេកន្លងតែមើលទៅចេញកន្លងដោយកន្លងធម៌អានេះគឺជាទម្រង់អក្សរច្រៀងសរសេរខ្វៀកកាលណាក្នុងទម្រង់ផ្ចិតផ្ចង់គេប្រើតួច្បាស់លាស់ដូចនេះចាប់ដើមមានពីរផ្សេងគ្នាច្បាស់លាស់នៅក្នុងការប្រើប្រាស់ទម្រង់តួអក្សរហ្នឹងក្នុងដូច្នេះវាត្រឡប់ពីសរសេរដៃហ្នឹងវាទៅក្នុងសត្រាដែលការប្រើដៃចាផ្ចិតផ្ចង់មួយមិនមែនចេះតែគូសណាប៉ុន្តែបើសិនមកមនុស្សនឹងធ្លាប់ទៅសេស្អីទៅនៅលើกระดาษលើអីនៅពេលដែលវាទៅលើសត្រាវិញក៏វាមានរឿងកើតឡើងយើងនឹងឃើញអាទម្រង់ខ្វៀកហ្នឹងនេះខឹងនឹងយើងឲ្យឃើញឲ្យរបស់គាត់ចាប់ដើមគួចមូលទាញមកឲ្យដាក់ដោយស្រអេពីលើអញ្ចឹងអានេះគឺថាដែលភ្ជាប់គឺភ្ជាប់តួហ្នឹងជាមួយជើងយកតែហ្មងគណៈពេលដែលឧអីនៅក្នុងអក្សរឆ្លាក់ហ្នឹងគឺនេះជាតួច្បាស់លាស់អត់កវត្តអត់អីទេមានកន្លែងតទៀតដែលប្រើតួអក្សររបៀបហ្នឹងហើយកវត្តដែរនៅខាងណាបាទនេះស្រីយំរលឹក2ដងចង់ឲ្យមានទ្រពច្រើនអូខេនៅក្នុងនេះប្រើចាប់តាមប្រើអក្សរមូលប៉ុន្តែឲ្យហ្នឹងចេញទៅទម្រង់ហ្នឹងកវត្តគាត់កវត្តហើយក៏ដាក់ស្រអេទៀតណាហើយជើងយកវាចាប់ដើមលាយច្បល់ចូលគ្នាអញ្ចឹងវាចេញពីថ្មទៅលើกระดาษចេញពីกระดาษត្រឡប់ទៅលើថ្មលើសត្រាវិញឧទាហរណ៍មួយទៀតអានេះសាលាចរិតនេះនៅវត្តជើងព្រៃបាទវត្តជើងព្រៃនេះអត់នៅក្នុងស្រុកជើងព្រៃទេពីដើមវាស្រុកជើងព្រៃវាខេត្តជើងព្រៃចឹងដែលរងថ្ងៃវានៅស្រុកបាធាយវិញមើលពាក្យឧបសម្បត្តិឧគាត់ម្ដងទៅសេកវត្តចឹងម្ដងអត់អុកញ៉ាកវត្តដល់ពេលឲ្យរបស់គាត់យើងមើលមិនដឹងដូចខចឹងយកចឹងតែគាត់ឲ្យណាឲ្យសັບសាធុការឲ្យបានសុខសប្បាយយើងឃើញថាអត់ទៀងទេម្ដងកវត្តម្ដងអត់រឿងរបស់គាត់អ្នកចាហ្នឹងហើយអ្វីដែលយើងឃើញយើងអាចពិនិត្យឲ្យច្បាស់គឺនៅក្នុងសាវតាវត្តសបុកជាសាវតាដែលសល់តាំងពីរាជប្របាទសូរ្យោពណ៌អីមកប៉ុន្តែចន្លងក្រោយមកនៅក្នុងរាជប្របាទនរោត្តមណាអញ្ចឹងអត្ថបទហ្នឹងទៅសេជា2ច្បាប់មួយអក្សរមូលច្បាប់មួយអក្សរច្រៀងហើយយើងឃើញទៅព្រះបាទសិរីសារពេជ្រសម្ដេចព្រះរាជអង្គការព្រះសីសូរ្យោពណ៌យើងមើលអោពេញតួនៅក្នុងអក្សរមូលបែបនេះអុកបាទអុកពេញតួអញ្ចឹងអង្គការអីគឺប្រើរបៀបហ្នឹងណាយើងទៅមើលអាច្បាប់ដូចគ្នាអញ្ចឹងប៉ុន្តែច្បាប់អក្សរច្រៀងហ្មងនោះទៅព្រះបាទសិរីសារពេជ្រសម្ដេចព្រះរាជអង្គការអោនេះគឺប្រើកវត្តភាសាជាអក្សរច្រៀងអុកញ៉ានៅពេលដែលទៅជាស្រៈឧគាត់ទាញកវត្តចុះក្រោមឲ្យកាន់ទៅវែងដើម្បីឲ្យដឹងថាឧអានេះអោអោផ្សេងគ្នាណាបាទយ៉ាសុំទោសអញ្ចឹងភាពខុសប្លែកគ្នារវាងតួអក្សរហ្នឹងគឺរវាងអក្សរមូលនិងអក្សរច្រៀង
ប៉ុន្តែវាមិនប្រកាសថាអញ្ចឹងគ្រប់ករណីទេដោយនេះអក្ខរាប្រធានស័ព្ទជាសភៅរៀនអក្សរដែរដូចវេយ្យាករណ៍អញ្ចឹងណាយើងឃើញនៅក្នុងនេះក្នុងនេះមូលបទណូមោពុទ្ធយោសិទ្ធធំអាអេអីអុកឪឬលឺអែអៃអោអៅអំអាំអាយើងឃើញអោនៅក្នុងនេះអក្សរហ្នឹងអក្សរច្រៀងទេប៉ុន្តែអោក្នុងនេះឃើញជាពេញតួរបៀបនេះយើងទៅមើលនៅចំណុចផ្សេងនៅក្នុងសភៅហ្នឹងក៏នៅតែឃើញអញ្ចឹងដែរនេះអញ្ចឹងហេតុអីបានជាសរសេរច្រៀងប៉ុន្តែមិនព្រមទៅកវត្តទៅហេតុអីបានចេញអញ្ចឹងមើលអាហ្នឹងហើយទៅមើលវចនានុក្រមខ្មែររបស់យើងនឹងឃើញរឿងដូចគ្នាដោយសារអីនៅពេលនេះគេចង់រំលេចតួអក្សរហ្នឹងឲ្យច្បាស់គេទៅសេអក្សរផ្ចិតផ្ចង់មិនកវត្តមិនកវិសទេដូចយើងសប្ងៃបើសិនជានេះយើងអាចដាក់បូលអក្សរដិតទៅយើងអាចដាក់មកត្រេតយើងអាចដាក់ក្នុងអភន្តរៈឬក៏ស្អីចឹងណាពីដើមបើអត់គេប្រើវិធីហ្នឹងចាំមើលនៅក្នុងវចនានុក្រមតិចទៀតយើងនឹងឃើញរឿងចឹងដែរប៉ុន្តែដល់ទៅពេលនៅក្នុងសេចក្តីជាយើងហៅថាដូចជាស្អីគេប្រទានក្រមអញ្ចឹងណាយើងឃើញនេះអោខៈអានេះអក្សរមូលប្រើអញ្ចឹងដល់ពេលអោខៈនៅកន្លែងនេះជាថាខ្មែរប្រើយ៉ាងម៉េចហ្នឹងគឺគេទៅសេអញ្ចឹងមកជាអោកវត្តហើយទាញដាក់ដោយសេអញ្ចឹងណាមានពីរទម្រង់ហ្នឹងអានេះនៅក្នុងសភៅតិចខ្មែររបស់លោកអៃម៉ូនញេផ្នែកខាងលើនេះគឺថាជារឿងលបើកអង្គរវត្តរបស់អ្នកប៉ាងអ្នកប៉ងហ្នឹងណាស្អីយ៉ាងទៅមិនបលៈអនុជាស្អីបលៈអនុជាទៅនៅអស់ពលស្វាក្រញោនទីតីទាំងមួយបរៀមខ្ញាល់ក្រៃកាច់កៅតន់ជ័យនឹងបោះឲ្យឆេះសួគាឲ្យចេញឧមានសក់កវត្តពីលើជើងយកអីច្បាស់ក្នុងសភៅដដែលហ្នឹងមានរឿងផ្សេងដែលទៅសេជាអក្សរច្រៀងយើងឃើញតណាឲ្យខ្ញុំមើលឲ្យទៅដល់ហ្មងទៅនេះស្អីគេហើយខ្ញុំប្របាទអម្ចាស់យកទៅឲ្យសេដ្ឋីស្គាល់ជាក់ជាដឹងនោះហើយទើបសេដ្ឋីទទួលយកឲ្យកូននោះមកខ្ញុំប្របាទអម្ចាស់ទើបព្រះអង្គអីចឹងទៅណានេះឃើញឲ្យឡើងនេះកវត្តភាពខុសប្លែកគ្នារវាងអក្សរមូលនិងអក្សរច្រៀងហើយដល់ទៅពេលទៅក្នុងសាលាចរិតវិញទៅនៅក្នុងសាលាចរិតនេះនៅវត្តនៅគិរីវង្សក្រោយមកទេមិនជាយូរពេកទេឆ្នាំណាខ្ញុំភ្លេចទៅប៉ុន្តែជាតម្រង់តួអក្សររបៀបអក្សរច្រៀងមកដល់ពេលនោះគឺថាមានអក្សរទៅសេនៅលើกระดาษសេអីវាច្រើនណាមនុស្សអ្នកចេះទៅសេហ្នឹងច្រើនតែប្រើกระดาษប្រើអីកត់ត្រាអញ្ចឹងទៅវាធ្លាប់ដៃនឹងអក្សរនៅលើกระดาษដល់ពេលដែលទៅចាលើថ្មវិញវាជាប់អានឹងដែរយើងឃើញឲ្យចេញមកកវត្តដែរអុកញ៉ាអីឃើញកវត្តដែរក្នុងសាលាចរិតនេះទៅជាឃើញអញ្ចឹងវាមានភាពឆ្លើយឆ្លងគ្នារវាងទៅសេដៃពីដើមវាលើថ្មលើសត្រាមកលើกระดาษបន្ទាប់ទៅវាលើกระดาษហ្នឹងត្រឡប់ទៅលើសត្រាលើថ្មវិញវាចេះអតិពលគ្នាទៅវិញទៅមកអាស្រ័យទៅលើសម្ភារៈនៅក្នុងការប្រើប្រាស់នឹងដែរអញ្ចឹងរឿងមួយទៀតគឺថាវាចេញពីអក្សរដៃហ្នឹងទៅជាអក្សរពុំដោយសារបច្ចេកវិទ្យាវាកាន់តែអភិវឌ្ឍកាន់តែទំនើបណាចាប់ផ្ដើមមានក្របពុំក្របអីហើយតាមបារាំងតាមអីហ្នឹងបាទនេះខ្មែរធ្វើបានគេថាខ្មែរហ្នឹងស្អែនឹងសេខុសអីចឹងណាប៉ុន្តែបើយើងត្រឡប់ទៅមើលឯកសារនៅលើกระดาษពាក្យជាអក្សរដៃយើងឃើញអែព្រែកនោះបានព្រែកមើលព្រែកមើលស្អែគេនេះខាងលើអញ្ចឹងដល់ទៅពេលយកធ្វើពុំ
bọc pum đó lô ghê đong bọc rương ấy xem nhá xây xong message mới sai còn đôi khi chứ tranh vì sọ đáy nó mà pum rất là sai khơi dài nữa đấy bàn cao từ chia pum mà so mua rồi việc bạt bạt ló nữa anh ấy pum đấy cứ tha sầm rạp ta chia chấm non chương thế rương xây xong sao ca rất là sai nên con ray ấy chẳng tới và đấy pum này ai pra riệp từ chia atabot ấy bà khơi dài nó cứ vì miền mua là tham tranh phí so đáy đâu mà anh hai bàn to từ hồ hài đó miền là so mú là so riêng cứ nơi tái do lượp mùa thàn nè đó là về ca từ Unicode có cái tại từ lượp mùa thàn nó là bây giờ mà thư đây bây giờ ập đắng dừng lại thì tới vì môn về trên thì bốn miền nè tức to hay lương này đó trước đây kia nó về đại việt tư chỉ pum tới pum nó có do so đây nó máu phương nó ảnh đấy ai cái xa năm một con buồn rồi của muối bao lục ai môn nhé dừng khơi nè vừa run ở trời sẽ kế cô miền meta cô đàm thá bật cái đám cầm lៅthả vơi ở cái đám vừa run ở trời luôn ai cầm lៅchia sắp đầy tràn vậy khởi ảo nó mới phá tám mà sọ đầy sọ riêng anh ấy bây giờ háo thà sọ chó phần đấy mùa tháng viết tranh bị riêng còn ở đâu bị riêng mà trò này anh ấy có phê riêng nhưng khơi thà ao ấy đó cứ cái phá ao của vọt này này đợi ao pia cả này ao nó hai đợt rồi mình tiếp bàn lục ghé đồng phơi crop ấy tới có bạc cát ao ấy so này muối nó miên tầm rung pì anh ấy so múl có miên tầm rung pí so riêng có miên tầm rung pì này anh ấy chẳng tới miên tầm rung pì miên có vọt khoáng ập không đại bị đau mà không cả đá chỉ tu tới mà không cả xe chỉ tu tới cứ pi nắng ập nghi trôi kia thì ập nghi từ xe cho lòng cái na cái pra so múl cứ bình tua nó đặt sọ bị lơ tới cho bác lo đọc về so riêng mà cái pra có vọt chứ chặt pp năng máu chặt đa miên crop pum á nè crop pum hay pum này muối nó miên tầm rong pì bạn để ai ao miên là tập hiệpของcá pra từng pi được biệp nè con tài tích tiết con tài tích tiết sung tố ní ghé đông gọt bỏ sụp hư và cho nó cầm Khmer Barang năm pom rồi sám khơi gọt đã ao pi nó smart nè đây kia nữa đò pe lục tầng đa ní ao ní cái thằng đây kia đò pe không bao giờ nó không bao giờ nó cầm nhưng anh ấy nó không đi về cái tháng nữa kho bảy sạ áo từ rẽ xa tục ao đôi đờm quần tái tròn ao mùi mặt nít trâu pra chừng chốp chuop tuaประกอบโดยปิดដើមរាប់ថាជាអញ្ញត្តស័ព្ទចោះកុំប្រើឲ្យឬឲ្យព្រោះសម្ដីមែនតើអានេះក៏អានេះគឺថាពាក្យតែមួយទេប៉ុន្តែកាលនោះច្រឡំថាសំណេរហ្នឹងគឺជាពាក្យបាទសំណេរហ្នឹងគឺជាពាក្យអញ្ចឹងយើងឃើញណាក្នុងនេះមានទម្រង់ឲ្យពីរផ្សេងគ្នាប៉ុន្តែពុំពីរផ្សេងគ្នាដែរដោយសារពុំពីរផ្សេងគ្នាយើងមើលមកក្នុងការបញ្យល់ពាក្យឲ្យនេះឲ្យកិរិយាសព្ទជាស្អីចឹងទៅត្រូវប្រើជាឲ្យអានេះជាអក្សរច្រៀងហើយប្រើអោពេញតួមិនមែនអោប្រវត្តិយ៉ាងនេះមិនយល់ព្រមឲ្យប្រើជាឲ្យឬឲ្យចេះណាឧទាហរណ៍ទៅឲ្យប្រាក់ឲ្យស្បៀងឃើញប្រើកវត្តទាំងអស់ខណៈពេលអក្សរច្រៀងដូចគ្នាកន្លែងនេះមួយប្រើអោពេញតួហេតុអីបានអញ្ចឹងតិចទៀតយើងមើលទៅមុខតិចទៀតឥឡូវមកដល់ពេលនេះយើងទៅពិនិត្យមើលវិញថាតើវចនានុក្រមខ្មែរមានពុំប្រមាណប្រភេទហើយពុំនីមួយប្រើមុខងារខុសគ្នាអត់
នេះឧទាហរណ៍ខ្ញុំលើកពីសន្លឹកនិទានសម្រាប់ការបោះពុម្ពគ្រាទី5យើងឃើញអានេះជាអក្សរមូលប៉ុន្តែនៅក្នុងជាអត្ថបទការពន្យល់ពាក្យមានមេពាក្យមានស្អីអត់ប្រើអាហ្នឹងទេអាហ្នឹងដូចថាប្រើសម្រាប់តែលំអក្នុងចំណុចមួយចំនួនទេតបមកអក្សរឈហើយយើងឃើញពុម្ពនេះមួយទៀតជាអក្សរដូចជាអក្សរដិតអក្សរធំហើយអក្សរច្រៀងអញ្ចឹងអានេះយើងឃើញថាបើសិនជាប្រើទម្រង់អក្សរបែបនេះអោគឺគេប្រើអោកវត្តបើសិនបើប្រើអក្សរដូចដិតធំនេះគឺអោហ្នឹងប្រើឲ្យហ្នឹងប្រើពេញតួអាផ្សេងពីនឹងទៀតគឺថាអានេះពុំក្របអក្សរធំដល់ពេលអក្សរតូចក៏នៅតែអោកវត្តហ្នឹងដែរដល់ទៅពេលនេះណានេះអក្សរច្រៀងនេះយើងឃើញថានៅក្នុងសេចក្តីវាប្រើក្នុងជាឧទាហរណ៍ហើយនឹងកូនពាក្យអីចឹងណាដូចក្នុងកន្លែងនេះគឺជាឧទាហរណ៍ដកពីកំណាព្យអនាថជនគួរគុំទម្រុនក្នុងក្តីក្រទាល់គុំធ្វើលេនលូនត្រូវខំខ្វាយខ្វល់ឲ្យត្រាទៅដល់ទីផុតទាល់ក្រយើងឃើញអោនេះខណៈពេលដែរនៅមានសេចក្តីពន្យល់អីទៀតទៅអក្សរច្រៀងដដែលហ្នឹងឃើញគេប្រើឧពេញតួនេះហេតុអីបានមិនប្រើកវត្តព្រោះនៅកន្លែងនេះគេរៀបរាប់អំពីស្រៈពេញតួគេចង់បង្ហាញពីអាហ្នឹងចង់បង្ហាញពីអាហ្នឹងអញ្ចឹងបានកាលពីនៅក្នុងអក្ខរាពិធានស័ព្ទខ្ញុំប្រាប់ថាហេតុអីបានជាអក្សរច្រៀងប៉ុន្តែគេមិនទៅសេកវត្តគេចង់រំលឹករបៀបហ្នឹងគេចង់រំលឹករបៀបហ្នឹងអញ្ចឹងហើយបានជានៅក្នុងនេះដូចគ្នាដែរគឺគេចង់រំលឹកពាក្យហ្នឹងបានជាប្រើពេញតួរបៀបនេះមិនមែនកវត្តខណៈពេលដែលទៅមុខទៀតទៅសិតតែកវត្តទាំងអស់អញ្ចឹងជាទូទៅកាលណាប្រើក្របពុំច្រៀងគឺប្រើកវត្តអក្សរឈក៏ប្រើកវត្តប៉ុន្តែអក្សរប្រភេទដែលគេយកទៅប្រើជាមេពាក្យគឺគេប្រើអោពេញតួនេះអញ្ចឹងអាពុំនេះហើយដែលគេប្រើយកមកដាក់ជាមេពាក្យកាលណាប្រើពុំក្របពុំហ្នឹងគឺអោពេញតួជាងយកអានេះជាថ្នាក់ពាក្យរបស់ពាក្យគេប្រើអក្សរត្រេតឬអក្សរច្រៀងហ្នឹងបន្ទាប់ទៅជាសេចក្តីបញ្យលអីហោហែគេប្រើជាអក្សរឈតែតូចណាអានេះសិតអញ្ចឹងទៅណាន័យរបស់វាធ្វើអំណោយគឺលះអ្វីដល់អ្នកដតីអញ្ចឹងទៅគេប្រើអក្សរឈតូចដល់ទៅពេលជាឧទាហរណ៍អានេះជាឧទាហរណ៍ណាឲ្យប្រាក់ឲ្យស្បៀងឲ្យទ្រព្យឲ្យរបស់ឲ្យគ្រឿងស្លៀកពាក់កាលណាជាឧទាហរណ៍ហ្នឹងគេប្រើអក្សរត្រេតហើយអក្សរច្រៀងហើយបញ្យលន័យរបស់វាផ្សេងទៀតទៅនេះប្រើបង្គាប់ញ៉ាំងហើយឧទាហរណ៍ឲ្យធ្វើឲ្យរៀនឲ្យទៅឲ្យមកគេប្រើអក្សរច្រៀងទៀតហើយកូនពាក្យឲ្យកាន់ការអានេះជាកូនពាក្យជាពាក្យដែលនៅក្នុងមេពាក្យហ្នឹងកូនពាក្យហ្នឹងគេប្រើអក្សរច្រៀងដែរសេចក្តីបញ្យលរបស់វាគេប្រើអក្សរឈតូចអីចឹងទៅមើលព្រះអរោះស្អីអីចឹងទៅខ្មែរប្រើចំពោះតែរាជស័ព្ទសម្ដេចព្រះរាជអរោះសាធិរាជសម្ដេចព្រះបរមរាជអរោះឃើញអោឡើយនេះគេប្រើពេញតួគេចង់រំលឹកកាលណាគេចង់រំលឹកគេដាក់អាហ្នឹងអញ្ចឹងបើសិនជាយើងមើលជាគោលការណ៍ជាទូទៅយើងឃើញថាជាទូទៅបើគេប្រើអក្សរច្រៀងអោហ្នឹងគេប្រើកវត្តហើយលើកលែងនៅក្នុងករណីគេចង់រំលឹកអីចឹងទៅមកដល់នេះក្នុងចុងសម័យសង្គមរាស្ត្រនិយមណាលោកគ្រូសូមីខៀងហើយនិងគ្រូថោងថែលគាត់មានសរសេរសភៅវេយ្យាករណ៍នៅពេលហ្នឹងគឺថាជាក្របពុំមករបៀបផ្សេងទៀតណាអោហ្នឹងមានតែមកទម្រង់នេះទេណាហើយដល់ទៅពេលពាក្យឲ្យក្នុងនេះមានទេខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះបដិប្រគុណប៉ាងខាត់លោកបណ្ឌិតខេមអន្ស័ក
ដឹកគុណសកម្មពូដែលជាគ្រូដើមរបស់យើងខ្ញុំក្នុងផ្នែកភាសាជាតិជាអ្នកនាំដឹកនាំឲ្យប្រើអានឹងដែរក្នុងតារាងគឺឲ្យមានជាផ្លូវការមានតែនេះទេដែលដល់ពេលជាក្របពុំដែលឲ្យហ្មងគេចាប់យកអានេះមកប្រើវានៅតែម្ដងចេះម្ដងចុះដោយសារអានេះមកជាមកតម្រង់ណាអក្សរមកតម្រង់ហើយអក្សរមូលគេប្រើសម្រាប់តែចំណងជើងសម្រាប់តែអីទេអញ្ចឹងផុតពីរឿងក្របពុំអីទៅបច្ចេកវិទ្យាវាកាន់តែប្រែប្រួលវាចាប់ផ្ដើមមានអង់គ្លេសលេខមកនៅពេលដែលមានអង់គ្លេសលេខយើងជួបបញ្ហាច្រើនអក្សរយើងមានច្រើនតួក្របអង់គ្លេសលេខវាមានតិចមានលោកដឹកគៀមអីធ្លាប់ស្នើថាគួរប្រើអង់គ្លេសលេខហ្នឹងដាក់មិនដើម្បីកែសម្រួលអក្សរខ្មែរឲ្យប្រើប្រាស់បានក្នុងអង់គ្លេសលេខហ្នឹងណាតែអាក្រក់មើលកាលនោះតែជាវិធីរបស់គាត់មួយយ៉ាងដែរក្រោយមកបានមានវិធីរបស់លោកកេងវណ្ណស័ក្តិទេដែលប្រើទៅស្រួលហើយវាអត់មានលទ្ធភាពដែលអាចឲ្យយើងរចនាដាក់តួអក្សរហ្នឹងនៅគ្រប់ទម្រង់ទាំងអស់បានទេពីព្រោះក្របរបស់វាមានកំណត់ដោយសារប្រភពវាចេញមកពីអឺរ៉ុបតួអក្សរឡាតាំងរបស់គេវាមានតិចជាងយើងដល់ពេលយើងមានច្រើនញ៉ៃញ៉ៃដូច្នេះធ្វើម៉េចគេប្រើវិធីផ្សំដោយសើចេះទៅគេវាយសអេហើយដាក់ស្លាប់2ហើយបានដាក់អមកបានចេញចេះស្អែគេយ៉ាងណាស្អេនេះមួយអត់អាចដាក់ទៅជាស្អែផ្សេងស្អែផ្សេងវាកាន់តែច្រើនគេយកណាផាត់លើហ្នឹងមកដាក់ទៅជាស្អែហើយយកតនធាតុមកដាក់លើមកទៅជាស្អែហើយយើងមើលអោអៅគឺអោហ្នឹងមិនម៉េចគេយករបាតមកដាក់លើអ៊ុរាប់ថាជាអោយករបាតដាក់លើអ៊ុបតក់មួយទៅជាឪអត់អាចឲ្យយើងធ្វើអីស្រេចតែចិត្តបានទៀតទេពីព្រោះអាហ្នឹងវាមានកម្រិតវាមានកំណត់គេមិនសាក់ខ្លួនឯងប្រើពាក្យឲ្យអោពេញតួយកចឹងទៅដល់ទៅពេលខ្ញុំមើលទៅពុំ Unicode ដែលគេយកលំនាំតាមអង់គ្លេសលេខហ្នឹងស្រាប់តែអាចឲ្យហ្នឹងបាទចេញឲ្យនេះអោនេះគឺថាលើអង់គ្លេសលេខជាក់ស្ដែងអត់មានទេហើយអោពេញតួនេះក៏គេមិនប្រើចឹងដែរគឺគេប្រើដូចយើងឃើញឧឲ្យដាក់របាតអានេះឧឲ្យដាក់ស្អេនេះឃ្លាតចាកពីទម្រង់ដើមប៉ុន្តែចង់និយាយថាបច្ចេកវិទ្យាវាកាន់តែរីកចម្រើនដល់កម្រិតមែនតើវាឲ្យលទ្ធភាពរបស់យើងនេះកាន់តែច្រើនពីមុនវាមានកម្រិតឥឡូវវាកាន់តែច្រើនណាបន្ទាប់ពីអង់គ្លេសលេខយើងមាន font ABC មាន font Limun នេះចឹងទៅហើយក្នុង font របៀបទាំងអស់ហ្នឹងក្តារចុចយើងខ្ចីក្តារចុចរបស់អង់គ្លេសឡាតាំងយកមកគ្រាន់តែបដូររូបរាងតួអក្សរពីប្រអប់របស់ឡាតាំងហ្នឹងមកជាអក្សរខ្មែរទៅហើយគេបង្កើតតែទម្រង់អោស្រៈពេញតួរបៀបនេះទេអោកវត្តហ្នឹងអត់មានក្នុង Limun គឺថាមានកន្លែងចុចឲ្យតែហ្មងចុចទៅចេញឲ្យចឹងហ្មងមិនដូចជាមិនចាំបាច់អោឲ្យដាក់ជើងយកទេបាទក្មេងៗឥឡូវលែងស្គាល់រសជាតិចុចនេះអស់ហើយបាទមាន Unicode ស្រួលទៅលែងស្គាល់វាទៅជារបស់ហួសសម័យអញ្ចឹងនៅពេលដែលវាទៅជាមានកុំព្យូទ័រមានអីយើងប្រើអាហ្នឹងហើយក៏វាអត់អាចមានលទ្ធភាពឲ្យយើងនឹងបង្កើតគ្រប់ទម្រង់ដាក់ចូលក្នុង keyboard របស់ឡាតាំងនឹងបានដែរអត់ទេអញ្ចឹងហើយបានគេមិនបង្កើតអោកវត្តហ្នឹងទេប្រើតែរបៀបហ្នឹងទៅហើយយូរទៅស៊ាំភ្នែកដល់ពេលក្រោយមកយើងមាន Unicode គេបានបញ្ចូលអោស្រៈពេញតួរបៀបនេះក្នុងហ្នឹងហើយនឹងអោកវត្តដែរមានទាំងពីរអាចប្រើបានទាំងពីរជាហេតុនាំឲ្យយើងអាចប្រើនេះផងអានោះផងអញ្ចឹងបើយើងមកមើលទម្រង់មើលប្រភេទអក្សរខ្មែរយើងហើយnóមាន4ទី1យើងហៅថាអក្សរមូលខ្មែរSមូលបាលីហ្នឹងគឺពពួកអក្សរមូលហើយខ្មែរយើងហៅអក្សរមូលហ្នឹង
ប្រភេទទី2ហៅអក្សរខមជាទូទៅអក្សរខមហ្នឹងគឺថាអក្សរខ្មែរដែលប្រើនៅស្រុកថៃហើយមានលក្ខណៈខុសគ្នាដែរយើងមើលទៅលេខ1និងលេខ2កងចដវលអីគឺខុសគ្នាចលនាក្នុងការសរសេរគួចអីហ្នឹងផ្សេងគ្នាណាប៉ុន្តែសប្ងៃបើសិនជាយើងអត់ដឹងអាហ្នឹងយើងអត់ញែកគ្នាទេជួនកាលសរសេរលាយគ្នាអក្សរមូលនិងអក្សរខមហ្នឹងចូលគ្នាតោះមកមានអក្សរច្រៀងប្រភេទអក្សរច្រៀងហើយនិងអក្សរឈរដល់ពេលយើងមានបង្កើតពុំកើតអីបានច្រើនបែបច្រើនយ៉ាងយើងអាចប្រើអក្សរដៃអក្សរខ្វៀកហ្នឹងដាក់ចូលក្នុងពុំក្នុងអីដែរដូច្នេះទៅលទ្ធភាពអីហ្នឹងវាមានកាន់តែច្រើនទៅវាទៅជាពីដើមដែលទូទៅវាមានអាមុនទូទៅណាតែយើងនិយាយជាទូទៅអាអោពេញតួជើងយកគេប្រើទៅក្នុងអក្សរមូលឬអក្សរខមទេចំណែកអាកវិះកវត្តហ្នឹងគឺក្នុងអក្សរច្រៀងឬអក្សរឈរសប្ងៃអត់ទេចឹងទៅយើងប្រើអក្សរច្រៀងប៉ុន្តែយើងដាក់អោពេញតួហើយជើងយកមិនមែនកវត្តតែពីដើមវាអត់ចឹងណាពីដើមអត់ចឹងកាលណាគេសេច្រៀងសេដៃទៅគេទៅកវត្តចឹងហើយអញ្ចឹងដល់ទៅពេលបច្ចេកវិទ្យាវាប្រែប្រួលវាអីចឹងទៅយើងអាចមានកន្លែងចន្លោះណានោះយើងធ្វើមិនកើតយើងប្រើទម្រង់តែមួយបែបមកដល់ទៅពេលវេលាដែលយើងអាចប្រើបានទៅពីរបែបយើងភ្លេចថាអាពីរបែបហ្នឹងប្រើក្នុងរឿងផ្សេងគ្នាអាហ្នឹងវាយើងនិយាយទូទៅណាអាពីរបែបហ្នឹងប្រើក្នុងរឿងផ្សេងគ្នាដល់ពេលសប្ងៃយើងប្រើច្បល់ចូលគ្នាអញ្ចឹងសូមណែនាំពាក្យមួយដែលគេប្រើនៅក្នុងការសិក្សាពី font ឬក៏ paleography អីគេមានពាក្យ allograph ជាភាសាអង់គ្លេសហ្នឹងយើងអាចប្រើជាខ្មែរថាកាឡាលេខកាឡាមានន័យមិនប្រែកាឡាណាលេខហ្នឹងគឺសំដៅដល់ graph ហ្នឹងឯងនៅក្នុងទម្រង់ពួកអក្សរឡាតាំងគេមាន allograph ណាអាពីរនេះកាលណានៅក្នុងអក្សរប្រភេទអញ្ចេះគេមានទម្រង់របស់គេមួយបែបអក្សរនេះគេមានទម្រង់របស់គេមួយបែប A B C របស់គេវាទៅតាម C គ្នាណាយើងថាមានសង្គតភាពមាន consistency ជាមួយគ្នាអញ្ចឹងទៅបើអ្នកណាមិនដឹងពីទម្រង់តួអក្សរហ្នឹងគេអាចដាក់ច្រឡូកច្រឡំចូលគ្នាអាទម្រង់អក្សរនេះទៅដាក់ចូលអានេះអាហ្នឹងច្បុកច្បល់ដែរអត់ត្រូវទេតែដល់ពេលយើងអត់ដឹងអាហ្នឹងយើងអាចមានការសរសេរឆ្លាក់អក្សរការធ្វើពុំអីខ្លះច្បុកច្បល់គ្នារវាងតួអក្សរអស់នឹងដែរហើយនេះជា allograph ដូចអក្សរមូលនិងអក្សរច្រៀងហ្នឹងអោនិងអោនេះគឺអោតែមួយទេប៉ុន្តែវានៅក្នុងទម្រង់ផ្សេងគ្នាពីរហ្នឹងគេហៅថាជា allograph អានេះដូចគ្នាអញ្ចឹងណាជា allograph នេះអញ្ចឹងបើប្រើពុំរបៀបអស់អញ្ចេះច្រៀងទៅបើប្រើអក្សរមូលឬដូចថាជាចំណងជើងអក្សរធំអីអញ្ចេះគឺអោពេញតួឬក៏យើងថាទម្រង់ផ្ចិតផ្ចង់អានេះទៅទម្រង់ខ្វៀកអានេះមកនេះខ្ញុំអត់ដឹងច្បាស់ថានរណាអ្នកនាំចឹងដែរថតវចនានុក្រមមកជួសបាទជួសអោកវត្តមកអោពេញតួនេះដល់យកមួយជាសំអាងបើខ្ញុំវិញខ្ញុំយកអាច្រើនជាសំអាងខ្ញុំដូរអានេះវិញបាត់ណែនេះអត់ទេគឺដោយសារចង់ឲ្យប្រើរបៀបនេះយកមួយនឹងជាគោលហើយកំចាយអាដតីទៀតហើយណាដូចចាញ់ពី BEC ពុទ្ធសាសនាដើម្បីអបការអប់រំនៃកម្ពុជាហ្នឹងគឺបង្ហោះចឹងទៅដាក់ថាឲ្យមានន័យថាឲ្យនេះមួយដែលត្រឹមត្រូវក្រៅពីហ្នឹងខុសដោយសារការដែលអត់យល់ពីដំណើរនៃការវិវត្តហ្នឹងនាំមកយល់ថាមានតែមួយទេដែលត្រូវអាផ្សេងទៀតខុសរហូតដល់កែវចនានុក្រមតែមានមូលដ្ឋានដែរថាឈរលើក្នុងវចនានុក្រមខ្លួនឯងនេះមេពាក្យហើយនឹងកន្លែងនេះដើម្បីកែកន្លែងដតីតែមិនយកកន្លែងដតីជាច្រើនមកកែនេះវិញទៅ
ដោយសារការកំណត់តែមួយណាយល់ថាមួយនឹងត្រូវអាផ្សេងខុសហើយអញ្ចឹងជាសេចក្តីសន្និដ្ឋានគឺថាអោពេញតួហ្នឹងជាទម្រង់អក្សរផ្ចិតផ្ចង់ប្រើក្នុងទម្រង់ពុំអក្សរមូលឬអក្សរធំអញ្ចឹងទៅដូចដែលបានរៀបរាប់បង្ហាញមកពីខាងដើមមកហើយអាខ្វៀកនេះជាទូទៅប្រើក្នុងអក្សរច្រៀងអក្សរឈរឬក៏អក្សរដៃគេប្រើក្នុងអត្ថបទសេចក្តីជាធម្មតារឿងហេតុវាមកពីរឿងខ្វៀកដែលទៅសេក្នុងกระดาษក្នុងសាលាចរិតមិនសូវឃើញទេក្នុងសាត្រាក៏មិនសូវឃើញដែរអាដែលឃើញហ្នឹងគឺវាចេញពីរឿងទៅសេលើกระดาษត្រឡប់ទៅលើថ្មលើសាត្រាវិញទេហើយបើប្រើសួរថារងថ្ងៃនេះប្រើមួយណាដែលវាត្រូវបើវាត្រូវទាំងពីរហេតុអីបានចាំបាច់ថាមានតែមួយត្រូវគ្រាន់តែនៅក្នុងអត្ថបទមួយសូមប្រើឲ្យនេះឬឲ្យនេះតែមួយទៅដើម្បីយើងហៅថាជាសង្គតភាពជា consistency មានភាពស្របគ្នាកុំឲ្យម្ដងចេះម្ដងចុះដូចយើងឃើញអត្ថបទពីបុរាណពីអីមកដែលទៅសេអញ្ចឹងបើថាជាអក្សរមូលគេប្រើមកទម្រង់ទៅអក្សរច្រៀងគេប្រើមកទម្រង់អញ្ចឹងទៅអ្វីដែលពំគួរយើងអត់គួរនិយមកំណត់ខុសត្រូវទេយើងច្រើនថាខុសឬត្រូវដោយឈរលើស្អីមួយដែលខ្លួនចង់បានហើយអត់មើលហេតុផលវែងឆ្ងាយរហូតដល់កំណត់ថាទម្រង់នេះអក្ខរាវិរុទ្ធនេះត្រូវអាផ្សេងពីហ្នឹងគឺខុសយើងចូលចិត្តបែបហ្នឹងហេតុអីបានជាមិនកំណត់ថាជាទម្រង់ស្តង់ដារថាបែបនេះយើងប្រើទាំងអស់គ្នាទៅបែបផ្សេងក៏ត្រូវដែរប៉ុន្តែទុកចោះកុំឲ្យថាមានអារម្មណ៍ថាញ៉ៃញ៉ៃយើងប្រើតែមួយទៅផ្សេងក៏ត្រូវដែរតែរក្សាទុកសុំមិនប្រើយើងពិចារណាអត់គិតអញ្ចឹងឯមែនទេតែសម្ដេចសង្ឃហើយផ្សេងពីហ្នឹងគឺខុសតែហ្មងមិនមានហេតុផលមិនអីច្រើនទេអាហ្នឹងដែលបកជាចំនួនរៀងខ្លួនមួយខាងសុទ្ធតែមានហេតុផលនៅពីក្រោយរឿងឲ្យពេញតួអោកវត្តនេះវាមានរឿងដំណើរនៃការវិវត្តមកវែងឆ្ងាយហើយរឿងហ្នឹងគឺថានាំឲ្យយើងវាមានទម្រង់អក្សរ2គឺអក្សរមូលនិងអក្សរច្រៀងជាធំណាយ៉ាងណាមាន2ហ្នឹងដែលខុសប្លែកអំពីខុសប្លែកពីជាតិសាសន៍ដទៃដែលទទួលឥទ្ធិពលពីឥណ្ឌាមកគេមានអក្សរតែមួយអញ្ចឹងពេលដែលគេត្រូវការប្រើជាចំណងជើងគេដាក់អក្សរដិតទៅឬក៏គេប្រើក្បាច់ប្រើអីជាសិល្បៈបញ្ចូលក្នុងហ្នឹងទៅក៏ពីខ្មែរយើងប្រើដល់រថ្ងៃប្រជាណាចក្រកម្ពុជាជាសាសនាព្រះមហាក្សត្រយើងប្រើអក្សរមូលអត្ថបទអីយើងប្រើអក្សរច្រៀងអញ្ចឹងទៅយើងមានពីរបែបហ្នឹងដែលមានសញ្ញាណហ្នឹងវាចាប់ដើមលេចចេញតាំងពីមុនអង្គរមកដល់ទសវត្សរ៍ទី3សតវត្សរ៍ទី10មានមូលមានច្រៀងហើយរហូតមកដល់ថ្ងៃអាហ្នឹងលក្ខណៈរបស់យើងអញ្ចឹងសួរថាត្រឡប់មកនេះមួយណាត្រូវមួយណាខុសត្រូវទាំងអស់អត់មានខុសទេប៉ុន្តែយើងដោយសារវាមានការវិវត្តវែងអន្លាយហើយយើងវាដាច់ដោចកន្លែងនេះកន្លែងនោះប្រើបានតែមួយទម្រង់ក្រោយមកប្រើបានច្រើនទម្រង់ហើយយើងអត់យល់ការវិវត្តហ្នឹងយើងយល់ថាមានតែមួយត្រូវអាផ្សេងទៀតខុសហើយបើខុសមិនវចនានុក្រមមានហេតុបានក្នុងវចនានុក្រមមានឈរលើវចនានុក្រមមកថាវចនានុក្រមនឹងខុសឬថាត្រូវវាអត់មានថាម៉េច consistency វាអត់មានអាសង្គតភាពហ្នឹងយើងដូច្នេះរឿងដែលមិនគួរគឺមិនគួរដល់ថ្នាក់បែបនេះទេអត់គួរដល់ថ្នាក់បែបហ្នឹងសោះដោយសារយើងអត់យល់ហ្នឹងហើយដោយរឿងឲ្យនេះមិនយល់ព្រមឲ្យប្រើគឺគណៈកម្មការអត់យល់ព្រមឲ្យប្រើហ្នឹងតែអត់ចង់ឲ្យប្រើអញ្ចឹងទេជាហេតុផលមិនអាហ្នឹងខុសទេដោយសារចង់ប្រើតាមពីបុរាណមកគឺឲ្យចេះអានេះមានហេតុផលមានសេចក្តីដែលអាចពន្យល់បានវែងឆ្ងាយប៉ុន្តែសុំទុកសិនបាទទុកតាក់មួយពេលក្រោយទៀតនិយាយសាមញ្ញអញ្ចឹងខ្ញុំកណ្ដាលខ្ញុំអរគុណសម្រាប់ការចូលរួមស្ដាប់នៅវេលានេះហើយក៏សូមអរគុណ
ដល់សទ្ធាជ្រះថ្លាពីម្សិលមិញបាទមានការឧបត្ថម្ភមកខ្ញុំរួចខ្លួនកាហ្វេបានម្សិលមិញផងហើយថ្ងៃនេះផងបាទអញ្ចឹងយើងអាចចូលទៅដល់សេចក្តីជាបន្ទាប់ពីការពិភាក្សាគ្នាបាទអ្វីដែលខ្ញុំបញ្យល់កន្លងមកនេះអាចទទួលយកបានប៉ុណ្ណាមានចម្ងល់អីតាក់ទងនឹងរឿងហ្នឹងត្រង់ណាទៀតយើងអាចទៅជជែកគ្នាបានសូមនិមន្តសូមអញ្ជើញបានមានទេមានសូមនិមន្តសូមអញ្ជើញឬក៏ក្បោះក្បាយទៅយល់អស់ហើយលែងឆ្ងល់ហើយបាទសូមអរគុណច្រើនគ្រូដែលបានជួយយល់ក្បោះក្បាយព្រោះស្ដាប់លងលោចមែនតើគ្រូសូមសួរមួយលើថាជាឲ្យនឹងមានពីរហើយចុះឲ្យយកហ្នឹងអាហ្នឹងមិនទៀតសូមចូលអាហ្នឹងមួយទៀតអាហ្នឹងទុកវគ្គក្រោយហ្មងមែនតើអាហ្នឹងគឺបំរែបំរួលអក្ខរវិធីគឺមកដល់សម័យកដាលចាប់ផ្ដើមមានការវិវត្តយកតួប្រកបខាងចុងហ្នឹងយកមកដាក់ជាជើងវិញអញ្ចឹងគ្រាន់តែគឺលេងទៅសេនៅខាងចុងយកមកដាក់ខាងក្រោមអាហ្នឹងតែប៉ុណ្្នឹងឯងបងបាទហើយគ្រាន់តែបដូរប៉ុណ្្នឹងអញ្ចឹងបើសម័យនោះគេសន្មត់គ្នាថាយកអាតួប្រកបហ្នឹងយកមកដាក់នៅខាងក្រោមហើយវាទៅជាអញ្ចឹងអស់ទៅអាហ្នឹងវាអញ្ចឹងហើយវាអត់មានអីដូចថារាប់ថាខុសឬត្រូវទេដោយសារគេសន្មត់គ្នាថារបៀបដូច្នោះហើយឲ្យងាយគឺថាយ៉ាងខ្លីប៉ុណ្ណឹងហើយបើសិនជាអោពេញតួនឹងយកហើយអស្រអោនឹងយកអាហ្នឹងក៏វាដូចគ្នាដែរអត់មានអីត្រូវខុសគ្នាសោះដែលបើសិនជាឈរលើមូលដ្ឋានពីបុរាណមកគួរទៅសេអោពេញតួហើយយកទៅពីព្រោះអីស្រៈពេញតួជាស្រៈដែលឈរនៅខាងដើមព្យាង្គឬក៏នៅតែឯងតែមកដល់សម័យកណ្ដាលយើងមានបញ្ហាមួយកើតឡើងដោយសារស្រៈមកពីសញ្ញាស្រៈមកពីឥណ្ឌាវាមានតែ14មកដល់សម័យកណ្ដាលស្រៈរបស់យើងកើនឡើងច្រើនយើងត្រូវការបង្កើតសញ្ញាស្រៈថ្មីហើយសញ្ញាស្រៈដែលបង្កើតជាទូទៅឃើញតែជាសញ្ញាស្រៈនិស្ស័យវាអត់សញ្ញាស្រៈពេញតួស្រៈពេញតួនិងស្រៈនិស្ស័យគឺថាបើសិនជាស្រៈនិស្ស័យ20ស្រៈពេញតួ20បើស្រៈពេញតួ20ស្រៈនិស្ស័យក៏ត្រូវតែ20ដែរពោះជាស្រៈដូចតែគ្នាទេគ្រាន់តែជាសញ្ញាកាលណាតែនៅខាងដើមព្យាង្គឬនៅតែឯងអាហ្នឹងគេត្រូវប្រើសញ្ញាស្រៈពេញតួបើសូរស្រៈដែលនៅបន្ទាប់ពីសូរព្យញ្ជនៈគេត្រូវប្រើជាសញ្ញាស្រៈនិស្ស័យតែប៉ុណ្្នឹងប៉ុន្តែដោយសារយើងមកសម័យកណ្ដាលយើងបង្កើតសញ្ញាស្រៈនិស្ស័យយើងអត់បានបង្កើតសញ្ញាស្រៈពេញតួប្រហែលជាតម្រូវការហ្នឹងវាអត់មានដូច្នេះហើយគេមិនចាំបាច់បង្កើតជាសញ្ញាស្រៈពេញតួរហូតមកដល់ថ្ងៃវាទៅជាយើងគិតថាស្រៈពេញតួនិងស្រៈនិស្ស័យជារឿងពីរផ្សេងគ្នាដោយសារស្រៈពេញតួតិចជាងស្រៈនិស្ស័យប៉ុន្តែវាមានពេលដែលវាអាចកែខៃបាននោះគឺសន្មត់ថាយកតួអនេះស្រៈអនេះភ្ជាប់ជាមួយនឹងសញ្ញាស្រៈនិស្ស័យដតីទៀតទៅរាប់ថាជាសញ្ញាពេញតួដែរអញ្ចឹងទោះបីទៅសេអោពេញតួឬអស្រអោគឺវាអោដូចតែគ្នាហ្នឹងវានៅតែអោដូចគ្នាវាអត់មានអីខុសពីហ្នឹងផងអាហ្នឹងបើមើលពីការវិវត្តជាហោហែមកអញ្ចឹងប៉ុន្តែក្នុងពេលដែលយើងចាប់ផ្ដើមរៀបចំពុំអក្សរខ្មែររៀបចំភាសាខ្មែរសម្រាប់បោះពុំស
រៀបចំជាវេយ្យាករណ៍មានក្រុមជំនុំមានអីយើងចាប់ផ្ដើមគិតកំណត់ការដែលគិតការដែលកំណត់ហ្នឹងធម្មតាការកំណត់វាមានលក្ខណៈជាអត្តនោម័តឬលក្ខណៈជាក្រុមអីចឹងទៅដែលវាអាចខុសពីមុនប្លែកពីមុនឬអីចឹងលទ្ធភាពនៅក្នុងការសរសេរពាក្យខ្មែរប្រើអក្សរហ្នឹងគឺថាវាមានលទ្ធភាពច្រើនដូច្នេះអ្នកនេះនិយាយទៅដូចមានហេតុផលហើយធ្វើទៅរួចបានក្រុមគេផ្សេងក៏អាចមានហេតុផលនឹងធ្វើទៅរួចបានដែរភាសាបើមែនតើនិយាយពីរឿងអក្សរខ្មែរតាំងពីដើមមកគឺមានពហុលទ្ធភាពជាអក្សរតម្រង់តួអក្សរក្តីជាអក្ខរវិធីក្តីមានពហុលទ្ធភាពអាចទៅរួចបានច្រើនយ៉ាងតែនៅឥណ្ឌារាល់ថ្ងៃក៏អញ្ចឹងដែរគេមានសរសេរពីតម្រង់ជាអក្ខរវិធីផ្សំអក្សរចូលគ្នាហ្នឹងគេអាចសរសេររាយក៏បានត្រួតក៏បានដែរគ្រាន់តែបើតម្រង់បែបប្រពៃណីគេប្រើត្រួតបើបែបទំនើបហើយគេសរសេរគេប្រើប្រាស់ក្នុងបច្ចេកវិទ្យាអីគេប្រើតម្រង់រាយអញ្ចឹងទៅអាហ្នឹងប្រធានបទមួយទៀតយ៉ាងឱកាសកាហ្វេបានច្រើនដែរអញ្ចឹងនឹងបងឆ្លើយជូនបងប៉ុណ្ណឹងជាលំអិតអាហ្នឹងតើតែមានពេលក្រោយលើកបង្ហាញដំដាប់ដំដោយដោយតែខ្ញុំលើកមកបង្ហាញពេលនេះទៅនឹងអាចយល់បានបើមានអីទៀតសូមនិមន្តសូមអញ្ជើញជំរាបសួរលោកគ្រូបាទដល់ពេលលោកគ្រូនិយាយថាលទ្ធភាពភាសាខ្មែរវាមានជាពហុលទ្ធភាពហ្នឹងដល់ពេលចឹងទៅនឹកឃើញចាំខ្សែអត្ថដែលសម្ដេចសង្ឃរាជជួនណាតនិយាយមេសាដីកាមួយវគ្គហ្នឹងដែលហៅថាអក្សរហ្នឹងគឺថាវិទុនទៅតាមដេញអ្នកប្រើណាលោកមេសាដីកាអញ្ចឹងទៅម្ល៉េះហើយដេញការប្រើប្រាស់ការអីអស់ហ្នឹងវាមានលទ្ធភាពអីច្រើនអស់ហ្នឹងទ្រឹស្ដីហ្នឹងមើលទៅដេញសមហេតុផលត្រូវអញ្ចឹងមែនទេលោកគ្រូរឿងហ្នឹងរឿងមួយទៀតរឿងមួយទៀតតែនឹងអាចភ្ជាប់អញ្ចឹងក៏បានអ្វីដែលចង់បង្ហាញមួយទៀតដែរគឺយើងមានពហុលទ្ធភាពហើយយើងប្រើលទ្ធភាពរបស់យើងហ្នឹងទៅតាមការវិវត្តរបស់សង្គមណាដូចជាគេមិនសាក់ឆ្នៃអង់គ្លេសលេខឲ្យវាយបានកន្លែងខ្លះគឺនៅពេលដែលខ្ញុំមករៀននៅសាកលដំបូងទៅមានឯកសារច្រើននៃសល់ពីចំនួន8 9កាលចំនួននោះប្រើអង់គ្លេសលេខខ្ញុំអានអត់យល់ស្រាប់អានចេញពុកពឲ្យដាក់សអុកាលចំនួនគេមិនសាក់ក៏ដាក់លេខ3ដាក់សអុលេខតូណាហើយដល់ពេលអានទៅអក្សរកដាក់អាស្ដាហ្នឹងក៏អត់បង្កើតអាស្ដាទេក៏យកសន្មតយកតនឃាតហ្នឹងយកមកដាក់លើហ្នឹងទៅកហើយយើងចេះតាអាស្ដាដល់ពេលតនឃាតហ្នឹងគឺលុបសំឡេងហ្នឹងមិនអានទៅអានអត់ដាច់មើលតែអក្សរពីព្រោះទម្រង់អក្សរហ្នឹងប្លែកយើងអត់បានអានសេចក្តីដល់ពេលមើលយូរបន្តិចទៅបានអូក៏ពិតអញ្ចឹងទេហ្នឹងហើយដល់ពេលយើងមកសម័យស្អីលីមូនមកអីហ្នឹងទៅយើងបត់បែនភាសាទៅមកដល់ឥឡូវហ្នឹងយើងមានលទ្ធភាពទៅច្រើនហើយយើងទុកទៅលទ្ធភាពហ្នឹងអស់ហ្នឹងសន្មតថាយកទម្រង់មួយណាថាជាផ្លូវការយកទៅគុំថាផ្សេងខុសរក្សាទុកទាំងអស់គ្នាទៅយើងប្រើតែរបៀបនេះទៅយើងទៅមុខរងថ្ងៃហ្នឹងរវល់តែថាមួយត្រូវផ្សេងខុសថាតាមសម្ដេចជួនណាតត្រូវក្រសួងអប់រំខុសចាស់កាលពីធ្វើសម័យរដ្ឋកម្ពុជាសាធារណរដ្ឋប្រជាធិបតេយ្យអីហ្នឹងខុសសួរថាគាត់ចេញពីស្រុកទេសដែលទើបងើបពីសង្គ្រាមតស៊ូព្យាយាមធ្វើកម្មវិធីសិក្សាធ្វើអីឲ្យរៀនមនុស្សរៀនអានចេះមកប្រទេសខ្លាយជាអ្នកចេះដឹងខ្លាយជារដ្ឋមន្ត្រីខ្លាយជាស្អីអស់ហើយហ្នឹងសួរថាគាត់ខុសបើខុសមិនគេរៀនទៅកើតប្រើកើតអញ្ចឹង
អ្វីទាំងអស់ហ្នឹងកើតជារឿងមិនសប្បាយចិត្តហើយគាត់ក៏មានហេតុផលមានអីបើយើងទៅស្ដាប់ហេតុផលស្ដាប់អីទៅគឺមានហេតុផលសមស្របទទួលយកបានដល់ពេលបើយើងអត់អញ្ចឹងទេយើងប្រកាន់ថាត្រូវខុសអត់ទៅមុខទេខ្ញុំថាពិបាកយើងលះបង់អញ្ចឹងទៅយើងនេះទៅមុខបានវែងឆ្ងាយហើយឃើញមានច្រើនដែរលោកគ្រូដែលខ្លាំងជាងគេគឺអ្នកកសែតដែលចាំបានកាលនោះដែលមានអ្នកកសែតម្នាក់សួរទៅប្រធានគណៈកម្មការភាសាជាតិណាលោកគ្រូគាត់សួរតើគណៈកម្មការមានគិតរកវិធីដែលឯកភាពគ្នាថាប្រើប្រាស់អីកំណត់ស្អីជាបែបណាមួយយកដែលជាគោលប្រើអានឹងមួយសុទ្ធណាលោកគ្រូគំនិតរបស់គាត់គឺចង់ឲ្យប្រើតែមួយហ្នឹងឲ្យទៅរះឲ្យទាំងអស់ជាធម្មតាគំនិតរបៀបហ្នឹងដូចថាជាមានលក្ខណៈជានយោបាយធម្មតាគេដូចថាការគ្រប់គ្រងសង្គមវាទៅមានរឿងរបៀបហ្នឹងដែរឧទាហរណ៍នៅស្រុកចិនវាទៅមានភាសាចិនស្តង់ដារមួយនៅឥណ្ឌូនេស៊ីវាមានអីច្រើនហ្នឹងណាងើបបះបោតវ៉ានឹងពួកអាណានិគមវាចេះតែបរាជ័យដោយសារភាសាអីផ្សេងៗគ្នាអញ្ចឹងវាពិបាកទៅមុខដែរប៉ុន្តែរឿងខ្លះគេមិនទៅបង្កើតភាសាចិនកុកងឺហើយគេលុបចិនផ្សេងចោលណាមិនមានភាសាឥណ្ឌូនេស៊ីហើយពួកដែលនិយាយភាសាផ្សេងគេហាមមិនឲ្យនិយាយណាវាអត់គាត់ថាផ្លូវការយកភាសានេះឬនោះចឹងទៅតែអ្នកផ្សេងគេនៅតែប្រើបានចឹងដូចគ្នាដែរបើយើងចង់ទៅមុខយើងសម្របសម្រួលថាយើងប្រើអានេះក្នុងលក្ខខណ្ឌនេះត្រឹមប៉ុណ្ណេះអាផ្សេងទៀតវាមានលទ្ធភាពទៅបានដូចគ្នាប៉ុន្តែសុំទុកទៅវាដូចជាពិបាកឬក៏វាយ៉ាងម៉េចអីយ៉ាងម៉េចធ្វើម៉េចគឺថាបើជាយោបល់ជាអារម្មណ៍ខ្ញុំគឺថាកុំឲ្យបង្កើតជាបញ្ហានាំឲ្យគេទៅមានអារម្មណ៍ថាទេក៏ដូចជាថាអញដែលធ្លាប់ធ្វើមកឬក៏អ្វីដែលគិតនេះខុសអត់ប្រយោជន៍អត់បានការខ្លាយទៅជាអ្នកបំផ្លាញអក្សរសាស្ត្រអីទៀតណាយើងយកអាហ្នឹងមកទៅចែកគ្នាមកអីអញ្ចឹងយើងឃើញហើយខ្ញុំយល់ថាមិនមែនជារូបភាពល្អទេសិតថាលុបតួអក្សរលុបព្រះលុបស្អីហ្នឹងវាគ្រាន់តែជាទស្សនៈដែលយល់ផ្សេងគ្នាតែវាលទ្ធភាពធ្វើបានដូចគ្នាតាបានដូចគ្នាទេយើងទុកអារឿងហ្នឹងមកដប់សិនទៅនិយាយអញ្ចឹងដោយសារខ្ញុំអត់ចេះអាការកំណត់ថាត្រូវតែចេះអត់ចុះឲ្យខ្ញុំកំណត់ខ្ញុំអត់ចេះទេបើយើងដកខ្លួនចេញមើលពីចម្ងាយទៅឃើញថាអញ្ចឹងបាទអរគុណច្រើនលោកគ្រូបាននៅបញ្ហាអក្សរសាស្ត្រភាសាអីយើងមានច្រើនណាស់ដែលត្រូវធ្វើបន្តទៅទៀត20-30 ឆ្នាំហើយយើងនៅតែឆ្លោះគ្នារឿងឲ្យនេះបានត្រូវឲ្យនោះខុសទុកទៅហើយខ្ញុំបរិញ្ញាសិស្សខ្ញុំនិយាយប្រអាប់សិស្សលេងថាហេតុអីបានជាគេលើករឿងហ្នឹងយកមកនិយាយអីពីព្រោះអាហ្នឹងដើម្បីបង្កើត business ដើម្បីតែខ្ញុំក៏រកខ្វេបាននៅសារធានបទចឹងហ្នឹងអញ្ចឹងគូខ្លះគេទៅបរិញ្ញាទៅថាអញ្ចេះត្រូវអាចចោះខុសអីហ្នឹងកើតជារឿងរស៊ីអីអាហ្នឹងខ្ញុំនិយាយលេងឯងបើកវងកញ្ចក់យើងគួរតែទៅផុតពីនឹងឲ្យបានច្រើនបានវែងឆ្ងាយយើងមើលពីដើមមកថាយើងវិវត្តយ៉ាងម៉េចខ្លះសប្តាហ៍យើងគួរធ្វើយ៉ាងម៉េចទៅមុខយើងបន្តទៀតយ៉ាងម៉េចបានអ្វីដែលខ្ញុំលើកឡើងពីបុរាណថាវាយ៉ាងម៉េចមិនមែនក្នុងចេតនាថាសប្តាហ៍នេះគួរតែធ្វើចេះចោះត្រូវខុសអីហ្នឹងអត់ទេឲ្យដឹងទៅយើងរនឹកថាគួរតែបន្តរបៀបម៉េចហើយកុំឲ្យថាខុសថាត្រូវអីវាមិនសូវល្អទេទោះបីជាពេលខ្លះយើងត្រូវការកំណត់ជាដាច់ខាតប៉ុន្តែការកំណត់នោះពុំគួរកំណត់ថាមានតែមួយអ្នកផ្សេងគឺខុស
អ្នកផ្សេងប្រើមិនបានអីនោះទេការកំណត់ត្រូវការចាំបាច់ប៉ុន្តែសូមឲ្យការកំណត់ហ្នឹងកុំឲ្យប៉ះពាល់ទៅដល់ក្បួនលទ្ធភាពរបស់ខ្មែរយើងដែលមានពីដើមឬក៏របស់អ្នកដែលបានធ្វើការនៅក្នុងផ្នែកអក្សរសាស្ត្រផ្នែកអីពីដើមមកនឹងដែរអានឹងពុំជារឿងដែលគប់គួរទេតាមមានអីទៀតសូមនិមន្តសូមអញ្ជើញមកគ្រូសុំសួរចាក់ប្រធានបបន្តិចតកតនឹងស្រៈគ្រូហេតុអីពីដើមសម័យពីដើមស្រៈមានតិចហើយដល់ពេលក្រោយមកស្រៈមានច្រើនសូរស្រៈមានច្រើនហ្នឹងអានឹងដោយសារអីដែរគ្រូបាទមករឿងទី1ដោយសារយើងយកអក្សរពីឥណ្ឌាមកតាមរយៈភាសាសំស្ក្រឹតវាមានស្រៈតែ14ទេភាគច្រើនគេប្រើ13ប៉ុន្តែវាមាន14ហើយយើងចាប់ផ្ដើមឃើញការព្យាយាមបង្កើតក្បួនដើម្បីបង្ហាញពីសូរស្រៈផ្សេងដែលអត់មាននៅក្នុងប្រព័ន្ធហ្នឹងមកដល់ដូចជាយកជង្យកមកកត់ត្រាសូរស្រៈអ៊ីអីស្រៈអីអញ្ចឹងទៅបាទអញ្ចឹងវាយ៉ាងម៉េចវាមានប៉ុន្តែយើងយកសញ្ញាពីគេមកវាមិនខុសណាពីដូចអង់គ្លីសលេខអញ្ចឹងមកពីស្រុកអឺរ៉ុបមកវាមានតែប៉ុណ្្នឹងហើយយើងអត់អាចដាក់អក្សរយើងក្នុងនឹងអស់ទេអញ្ចឹងត្រូវច្នៃទៅអីអញ្ចឹងទៅខ្លះយើងអត់ឃើញក្នុងអង់គ្លីសលេខអាខ្លះយើងត្រូវផ្សំអីអញ្ចឹងមួយទៀតភាសាវាមានការវិវត្តព្យញ្ជនៈដែលជាសញ្ញាមកពីឥណ្ឌាហ្នឹងខ្មែរអត់មានសូរក្នុងនឹងទាំងអស់ទេអញ្ចឹងហើយបានវគ្គដហ្នឹងខ្មែរយើងមិនសូវមានពាក្យណាដែលប្រសេដល់អក្សរដថដធនហ្នឹងទេពីដើមវាសិតតែពាក្យសំស្ក្រឹតពាក្យអីទេមកដល់សម័យកណ្ដាលហ្នឹងសូរស្រៈវាកើនសូរព្យញ្ជនៈហ្នឹងវាតិចវិញអញ្ចឹងបានសញ្ញាព្យញ្ជនៈខ្លះគឺមានសូរដូចគ្នាប៉ុន្តែយើងមានសញ្ញាដល់ទៅ2ដូចកកយើងដកស្រៈចោលសូរកដូចគ្នាហ្នឹងអញ្ចឹងយើងកើនស្រៈព្យញ្ជនៈហ្នឹងវាមានតិចវិញអាហ្នឹងរឿងភាសាណាក៏ដូចថាវាមានការប្រែប្រួលអញ្ចឹងជាធម្មតាហើយហេតុអីបានជាស្រៈនឹងវាកើនឡើងហើយស្រៈហ្នឹងវាមានតួនាទីសំខាន់នៅក្នុងការញែកសូររបស់ពាក្យអីចឹងទៅវាមានការចឹងហើយវាអាចពេលខ្លះមានឥទ្ធិពលពីខាងក្រៅពីភាសាដតីមកចូលទៅវានាំឲ្យមានការកើនឡើងឬក៏ការបាត់បង់អីមួយចំនួនដូចយើងរាល់ថ្ងៃមនុស្សច្រើនណាអ្នករៀនអ្នកសូត្រទៅចេះបញ្ចេញសំឡេងសូហ្វាកាហ្វេអញ្ចឹងទៅអូពីដើមមកខ្ញុំដែរចេះនិយាយកាហ្វេគេទេកាខ្វេចេញតែខ្វេហ្នឹងអាហ្វ្រិកអញ្ចឹងបានជំនាន់កាមេរៈជនកម្មគេមិនទៅសេអាហ្វ្រិកដោយសារអីខ្មែរវាអត់មានសូហ្វាហ្នឹងទេតើអ្នករៀនបារាំងរៀនអង់គ្លេសប្រឹងថាអីទៅបានចេះតែរងថ្ងៃអូគេនិយាយបានច្រើនគ្រប់គ្នារៀនអង់គ្លេសពីដំបូងសូ SH ក៏អត់ចេះថាដែរអា SHE ក៏ C អា SEE ក៏ C ទាំងអស់យើងអត់មានសូហ្នឹងយើងអត់ញែកបានប៉ុន្តែតាមរយៈភាសាអស់ហ្នឹងបារាំងអង់គ្លេសចូលមកខ្មែរហ្នឹងចាប់ផ្ដើមចេះនិយាយអញ្ចឹងរហូតដល់ពាក្យខ្មែរដែលអត់មានសំឡេងព្យញ្ជនៈនៅខាងចុងចេះថាដែរអ្នកខ្លះនេះហើយមានសូសនៅខាងចុងទៀតអាពាក្យខ្លះដែលវាអត់ក៏ចេះថាជួនកាលពាក្យខ្មែរសុទ្ធក៏កាត់ទៅបល័យឯដែរដោយពាក្យផែនកាយចេញផែនការទៅភាសាឥទ្ធិពលពីភាសាដទៃហ្នឹងចូលមកដែរអាហ្នឹងរឿងធម្មតាទេពេលដែលយើងមានតំណែងតំណងគ្នាអីវាមានឥទ្ធិពលទៅវិញទៅមករឿងធម្មតា
ការប្រែប្រួលសូរស្រៈសូរព្យញ្ជនៈពាក្យពេចន៍អីមានកើតមានបាត់អីដោយសារបាតុភូតហ្នឹងវាកើតមានគ្រប់ភាសាទាំងអស់បើអត់ចង់ឲ្យមានទេតើយើងនៅកោះដាច់ដលែកទៅមិនបាច់ចាំបាច់តាក់ទងមួយណាហ្នឹងមកវាអត់មានអីប្រែប្រួលសោះឬប្រែប្រួលយឺតបំផុតបាទអញ្ចឹងវាតាក់ទងនឹងការប្រែប្រួលសង្គមបត់អីនៅសម័យកណ្ដាលហ្នឹងដែរមើលទៅសូម្បីតែការសរសេរសាលាចរិតក៏ដូចគ្នាដែរមានលក្ខណៈខុសពីសម័យអង្គរសម័យអីដែរហ្នឹងហើយដូចថារឿងប្រហែលជាធំវែងឆ្ងាយប៉ុន្តែខ្ញុំអាចឆ្លើយជូនបានតែប៉ុណ្្នឹងបាទអរគុណច្រើនគ្រូសុំសួរមួយទៀតមើលធ្លាប់ឃើញរបៀបថាបើសិនយើងខ្មែរសម័យហ្នឹងជាងឆ្លងភពបានទៅដល់សម័យអង្គរសម័យកណ្ដាលអីចឹងណាអាហ្នឹងយើងអាច communicate ជាមួយមនុស្សសម័យនោះបានអត់មើលទៅប្រហែលជាពិបាកបើសិនជាអ្នកតកែវកពតឆ្លងទៅប្រហែលពិបាកតែបើអ្នកទីមានជ័យដល់មានជ័យសៀមរាបអីប្រហែលជាអាចទៅនិយាយជាមួយនឹងអ្នកសម័យលង្វែកឬក៏សម័យអង្គរនោះស្ដាប់គ្នាយល់ច្រើនជាងដោយសារភាសាវាខុសគ្នាដែរណាបាទអញ្ចឹងហើយពីសម័យមុនអង្គរទៅយើងឃើញពាក្យច្រើនប្រើសអេសំទោសប្រើសអាដល់ពេលទីក្រុងបដូរទៅភាគខាងជើងទន្លេសាបទៅជាសអេវិញអញ្ចឹងអ្នកស្រុកពីរហ្នឹងនិយាយផ្សេងគ្នាប៉ុន្តែយ៉ាងណានៅដូចថារាល់ថ្ងៃជាទូទៅយើងនិយាយសអ៊ីពងទាប៉ុន្តែអ្នកនៅកោះធំហ្នឹងនិយាយចាញ់ពងតែទឹកប៉ែងអីចឹងទៅគាត់នៅជាប់សូពីបុរាណនេះដែរអញ្ចឹងបានពាក្យកំរត់តាងពីសម័យមុនអង្គរដល់ពេលទៅសម័យអង្គរចេញសអេវិញកំរត់ទេហើយមានពាក្យមួយប្រហែលជាគេភ្លេចគិតទៅកាត់យល់មានពាក្យសណ្ដាកសេសនចង្តស្អាកហើយដោយសារគេប្រើຂ្នាតអីតាក់ទងនឹងក្របធញ្ញជាតិគេដឹងថាអូប្រហែលជាអានឹងជាប្រភេទធញ្ញជាតិហើយមិនដឹងស្អីតែដល់ពេលយើងមើលមែនតើសណ្ដាកហ្នឹងគឺសណ្ដែកមានសាលាចរិតមួយពីរដែលប្រើពាក្យហ្នឹងដោយកម្រជាទូទៅគេប្រើសអេសាលាចរិតហ្នឹងគេប្រើសអាវិញវាឆ្លាស់គ្នាខុសគ្នាតាមតំបន់យ៉ាងដែរខ្ញុំធ្លាប់នៅជាមួយអ្នកកពតពេលមករៀនហ្នឹងមានពាក្យខ្លះយើងនិយាយទៅវិញទៅមកនាំគ្នាសើចគ្នាទៅវិញទៅមកអត់យល់អត់ដឹងចង់មានន័យថាម៉េចឬក៏ពាក្យតែមួយមិនដែលប្រើក្នុងន័យខុសគ្នាឧទាហរណ៍ខ្ញុំថារូបខោមិត្តភ័ក្ដិខ្ញុំនៅតកែវថាតតែរូបធ្នេខោបើសិនជាខ្ញុំថារូបខោហ្នឹងខាងគេថាជ្រុះខោធ្លាក់អញ្ចឹងរូបហើយជ្រុះហ្នឹងខាងខ្ញុំប្រើពាក្យរឹសរូបមានន័យថាធ្លាក់ខាងគេអត់ទេប្រើជ្រុះជាពាក្យកម្លាយអញ្ចឹងទៅវាមានរឿងអញ្ចឹងបាទអញ្ចឹងហើយរឿងខ្លះទៀតនៅពេលដែលគេថតកុនថតអីសម័យចាស់សម័យបុរាណហើយគេប្រើពាក្យសម័យថ្មីវារឿងអត់សូវសមរឿងអត់សូវសមអញ្ចឹងយើងត្រូវមើលសម័យលង្វែកពាក្យពេចន៍របៀបណាសម័យអង្គរគួរតែពាក្យពេចន៍របៀបណាយើងអត់ដឹងច្បាស់ក៏ប៉ុន្តែយើងអាចប្រើក្នុងលក្ខខណ្ឌមួយសមស្របអត់អាចយកពាក្យឥឡូវយកទៅប្រើសម័យបុរាណបានទេបរិបទវាអាចផ្សេងគ្នាបាទអរគុណយ៉ាងអរគុណច្រើនអញ្ចឹងខ្ញុំគិតថាយើងអាច slash តាមប៉ុណ្ណេះបើសិនបើមានចម្ងល់អីប្រហែលជាអាចឆ្លើយឆ្លងក្នុងក្រុម Telegram នឹងបន្តទៀតទាំងបាទភាសាខ្ញុំត្រូវសម្រាប់បន្តិចហើយរៀបចំខ្លួនចេញរកស៊ីបន្តបាទអញ្ចឹងខ្ញុំអរគុណសម្រាប់ការចូលរួមនៅក្នុងព្រឹកនេះហើយទោះបីជាមិនមានអ្នកបានស្ដាប់អីហ្នឹងក៏ខ្ញុំនឹងដាក់វីដេអូក្នុង YouTube ក្នុង Telegram ដើម្បីបានស្វែងយល់ទាំងអស់គ្នាមានអារម្មណ៍ធូរថយកុំប្រកាន់មាំថានេះត្រូវនោះខុសខ្ញុំជាទូទៅភាគច្រើនគឺព្យាយាមពន្យល់បង្ហាញអំពីការប្រែប្រួល
ជាជាងការកំណត់ថាមួយណាត្រូវមួយណាខុសខ្ញុំកណាខ្ញុំសូមអរគុណសូមបានសុខចម្រើនសុខសប្បាយទាំងអស់គ្នាបាទ អរគុណច្រើនលោកគ្រូបាទជំរាបលា អរគុណច្រើនលោកគ្រូ